ពេលមានទុកនឹកដល់ធម៌ពេលមានលំបាកពិបាកក្នុងចិត្តយកធម៌មកពិចារណាអប់រំផ្លូវចិត្តបានសុខស្រួលណាស់ដូច្នេះរសជាតិពធនេះធ្វើឲ្យយើងសប្បាយត្រេកអររីករាយជាងសិល្បៈទាំងឡាយទាំងពួងសេចក្តីត្រេកអរក្នុងធម៌ឈ្នះអស់សេចក្តីត្រេកអរទាំងពួងចាស់ចំណាស់ប៉ុណ្ណេះបើសិនជាគេទៅប្រវល់ថាតោះយាយទៅផ្ទះខ្ញុំចាក់បត់កត្រឹមឲ្យស្ដាប់យាយទៅផ្ទះខ្ញុំចាក់ធំបាសឲ្យស្ដាប់ប្រហែលមិនមកទេប៉ុន្តែឮថាមកទៅផ្ទះខ្ញុំទៅស្ដាប់ធម៌មកតែមកឃើញទេវាត្រេកអរក្នុងធម៌នឹងលឺអាត្រេកអរកត្រឹមកត្រែកញាក់កន្ត្រែកអារម្មណ៍ទ្រាំដីនឹងទៅទៀតណាខ្ញុំមើលឃើញទេហើយបើសិនជាមិនធម៌ទេមិនមកទេណាបើហៅមកស្ដាប់គេរំធាក់ដីមិនមកទេណានឹងហើយបានជាលោកថាអាសេចក្តីត្រេកអរក្នុងធម៌នឹងវាឈ្នះអស់សេចក្តីត្រេកអរអាកត្រឹមកត្រែកនឹងទៅទៀតទាញយាយមកបានហើយបានថាអស់ទៅនៃតណ្ហាលែងប្រកាន់លែងប្រាថ្នាចង់បានរស់តាមសមាជីវោអានឹងឈ្នះទុកទាំងពួងហើយចំណាស់ប៉ុណ្ណេះហើយនៅតែមានការលោភលន់ប្រវល់គ្នាកតបកទីងទៅដើរប្លន់ធនាគារមកតែមិនសក់ទេបើដូច្នេះទៅដើរចាំច្បាច់កគេយកលុយក៏មិនសក់ដែរបើតោះយើងរស់តាមសមាជីវោអាណារបស់គេយកទៅណារបស់យើងយកទៅមិនទៅលួចមិនទៅដើមរបស់គេរស់នៅដោយស្ងប់ចិត្តអត់បាច់ខ្វល់ខ្វាយរត់គេចពីប៉លីសទេណាញោមឃើញណាចឹងព្រះអិនជ្រះថ្លានៅពាក្យរបស់ព្រះអង្គលើកឡើងពីជាតិដែលព្រះអង្គស្វែងសន្សំបារមីមកជាតិមួយនោះចង់ស្ដាប់ធម៌ណាស់ចង់ចង់ឲ្យអាមាត្យហើយព្រះអង្គកើតជាស្ដេចញោមឲ្យអាមាត្យដើររកពេញមណ្ឌកមកអ្នកណាក៏ដោយភិក្ខុសង្ឃអង្គណាក៏ដោយឲ្យតែចេះស្ដាប់ធម៌ទៅនិមន្តលោកមកយកមកទេសឲ្យស្ដាប់អាមាត្យដើររត់បានសោះរកអ្នកស្ដាប់ធម៌រកអ្នកចេះសម្ដែងធម៌អត់មានរកគ្រប់ទីក្រុងរកមិនមានឲ្យរកតាមជនបទតាមព្រៃតាមភ្នំឃើញលោកមានលោកថដងឃើញលោកមានអាចារ្យណានៅអ្នកលាក់ខ្លួនចេះធម៌ឲ្យយកមកសម្ដែងឲ្យព្រះអង្គស្ដាប់ព្រះអង្គចង់ស្ដាប់ធម៌រកមិនបានដល់តែអាមាត្យមកទូលវិញព្រះអង្គអើយរកគ្រប់កន្លែងអស់ហើយគ្មានពីណាចេះសម្ដែងធម៌ទេរកអត់បានសោះព្រះរាជាថាបើអញ្ចឹងអាមាត្យនៅចាំវាំងទុកឲ្យយើងទៅរកខ្លួនឯងព្រះអង្គវិច្ចប្រវិច្ចខ្លែងធ្វើជារាជស្ពាយប្រវិច្ចដើររកសម្ដែងដើររកអ្នកចេះសម្ដែងធម៌ដើររកស្ដាប់ធម៌ទៅពីមួយទៅមួយពីមួយទៅមួយរហូតរមិនឃើញសោះស្រាប់តែក្តៅឆេលទៅដល់ព្រះអិននៅឋានសួគ៌នោះព្រះអិនចោះមកថាអូព្រះរាជាអង្គនេះចង់ស្ដាប់ធម៌តើហើយទៅរកអ្នកសម្ដែងធម៌អត់មានបើអញ្ចឹងអាត្មាអញធ្វើអ្នកសម្ដែងធម៌សិនព្រះអិនចុះមកព្រែកលាជាយៈមកជួបជាមួយព្រះរាជាសួរថាព្រះអង្គទៅណាថាយើងដើររកអ្នកចេះសម្ដែងធម៌យៈឆ្លើយថាខ្ញុំចេះសម្ដែងធម៌បើអញ្ចឹងយាឯងសម្ដែងធម៌មកយាឯងចង់បានអីក៏ខ្ញុំឲ្យដែរលុយកាក់មាសប្រាក់របស់អីក៏ខ្ញុំសុខចិត្តឲ្យដែរឲ្យតែបានស្ដាប់ធម៌យាថាខ្ញុំចង់បានស៊ីមនុស្សបើអញ្ចឹងសម្ដែងឲ្យខ្ញុំស្ដាប់មកចាំខ្ញុំឲ្យស៊ីខ្ញុំតែហ្មងឲ្យស៊ីមុនបានមានកម្លាំងសម្ដែងហើយបើស៊ីខ្ញុំមុនទៅដល់សម្ដែងបានពីណាអ្នកស្ដាប់បើអញ្ចឹងមានតែចេះព្រះអង្គឡើងទៅលើភ្នំរួចលោតពីលើកពូលភ្នំមកខ្ញុំនៅខាងក្រោមហ្នឹងខ្ញុំសម្ដែងធម៌បដាដល់សម្ដែងធម៌ចប់ខ្ញុំហាមាត់ធ្លាក់មកចូលមាត់ខ្ញុំល្មមអញ្ចឹងក៏សុខចិត្តដែរហេតុតែចង់បានស្ដាប់ធម៌ធ្វើដល់ម្លឹងព្រះអង្គឡើងទៅលើកពូលភ្នំស្រែកមកថាឥឡូវបានហើយនៅបានហើយហោះសម្ដែងធម៌មកខ្ញុំលោតព្រះជាលោតទៅយៈសម្ដែងធម៌អនិច្ចាវតសង្ខារាឧបាតវយៈធម្មនោបច្ចត្វានិរច្ឆន្តិទេសង្វូបសមោសុខោដល់មាត់យៈល្មមហើយធម៌មកប៉ុណ្ណឹងសោះខ្ញុំថ្លៃបានជីវិតមនុស្សមួយហូបហើយប្រែថាម៉េចធម៌មិញហ្នឹងប្រែថាសង្ខារទាំងឡាយមិនទៀងមែនពិតសង្ខារគឺការកើតរបស់យើងនេះការកើតមកជាមនុស្សហ្នឹងវាអត់ទៀងមួយថ្ងៃសុខមួយថ្ងៃទុក្ខមួយថ្ងៃសនុកមួយថ្ងៃលំបាកមួយថ្ងៃតោកយ៉ាក់មួយថ្ងៃវេទនាថ្ងៃនេះសោកថ្ងៃស្អែកយំអ្វីឯណានេះមួយដែលកើតមានឡើងហើយអ្វីទាំងនោះនឹងវិនិច្ឆ័យទៅវិញជាធម្មតាកើតចាស់ឈឺស្លាប់សង្ខារទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតឡើងនឹងស្លាប់រលត់ទៅវិញជាធម្មតាលុះតែលែងកើតលុះតែលែងស្លាប់ទៅបានសេចក្តីសុខបើនៅតែកើតនៅតែស្លាប់មិនសុខទេហើយបើតតែលែងកើតលែងសុខរលត់នៅសង្ខារហ្នឹងទៅបានសេចក្តីសុខគ្រប់យ៉ាងស្ដាប់បានយល់មកប៉ុណ្ណេះចូលមាត់យៈបណ្ឌយៈហ្នឹងយៈប្រអិនខ្លែងខ្លាយមានទលេបមែនទេអីបានប្រអិនចាប់មកថ្វាយអង្គមព្រះអង្គហើយហេតុតែចង់ស្ដាប់ធម៌ជ្រះថ្លាណាស់ប្រអិនក៏គោរពថ្វាយបូជាតែខ្ញុំមិនយៈទេខ្ញុំប្រអិនតែគាត់នឹងចង់សាកចិត្តបានថាព្រះអង្គតស៊ូស្ដាប់ធម៌តាំងពីជាតិនងមកតម្រាំបានត្រាស់ជាពុទ្ធយើងហ្នឹងហើយបើនិយាយពីព្រះសិអាថ្មីចំនួនក្រោយនេះឲ្យញោមចាំមើលព្រះសិអានឹងត្រាស់ដឹងក្នុងពេលអនាគតនេះកាលពីជាតិមុនកើតជាប្របាទដូចជាប្របាទសង្ឃៈញោមមកហេតុតែចង់ទៅស្ដាប់ធម៌ព្រះអង្គប្រពុតពីបុរាណសម្ដែងដើរលេងរួចវៀងដីញោមវាវៀងដីវាលេងរួចលូនហេតុតែចង់ទៅស្ដាប់ធម៌
ในกิตต่อสู้ดอนมันลังบานมันตราจีบปุ๊บนะโยมนะหนึ่งเพียไตตะเมาโดยฉะนั้นเปรตทอในเมียนประโยชน์ไอ้คลาบ้านที่กิจองสดับมาเลยเปรตทอคือจิตนำเพียบาลจุมือดอสะสิทธิ์จุมือเพลย์จัดเปรตทอคือจิตนำประสาบกลมเดือเพลย์จัดดอสะสิทธิ์เปรตทอคือจิตนำเพียบาลจุมือมนุษย์กูดดอสะสิทธิ์เปรตทอคือจิตนำเพียบาลจุมือขมเอาโจดอสะสิทธิ์เปรตทออาจกายมนุษย์ปีอักระมอลออาจเพียบาลมนุษย์ปีกาดมาสลดอาจเพียบาลมนุษย์ปีอักระทัวตำปื้บาปกรรมเอามาคลายทัวจิมโลลอบานให้โยมจำเมื่อธรรมานังโบสายปรับถ้าปะทอนั่งทัวเอามนุษย์ปีอักระมอลออย่างไม่คลาทัวเอาโกนอักระได้เมียนจัดขบดมาคลายจีโกนลอสลันไม้สลันพุทธบริษัทต่างหลายประทอจิตนำขนมเรื่องวิทูระบัณฑิตปองการขนมเรื่องวิทูระบัณฑิตอาแกมาให้ใส่สดัดเมียนปิดจิตทุ่มทั้งหมดนะให้รอทนำไอเชียบาลก็รอมันเชียได้ปัญหาสมัยการนอกเกลใบประโพธิสัตว์ยังการเชียวิทูบัณฑิตคือเชียกัมพูเนี่ยปราดข้างสำแดงท่อให้อาแกมาให้ใส่น้องชื่อจองสดับท่อเชียทลาจองสดับท่อกับประดอลเวียมบานสดับท่อแต่ก็ชื่อเตอร์โรเป็ดนาเมื่อก็เมื่อมันเชียปนเนียงนั้นปราบทานำระบอกย้อมคือวิทูบัณฑิตครูเป็ดครูเตียไอ้ก็คือมือดังทัดตอละบานแบดดงวิทูดับบัณฑิตมาเถิดทนำมันเชียปริยเชียเป็นเชียคือเอาแต่ตามจับวิทูบัณฑิตนั่งดามใบเวียยอแบดดงมาเถิดทนำจับมันบานซอกก็ปลาปนเยะเอาแต่จับปนเยะนั่งเตอร์โรจับวิทูบัณฑิตนั่งจับตอละบานโยมจับบานให้ยอแบดดงเวียยอแบดดงตึ้งเวียยอดบานเวียยอดบานจับเบาให้ยอแบดดงให้ยอมันบานchẳng bây giờ bé đông mình bán mình vô tới từng ruộng vô tới viang là từng ruộng đo tới vô tới đo viang từng ruộng tới ba là kẹt mà hay xây prap tha để trong ban bé đông vô một chia ba lần men vô bé đông không cua nâng tê cứ trong sắp thò nè pra chế ta ba đặt kre ở vị thu bình định nâng sầm đành thò sắpปูอามาดผีเลี้ยงเสนามาสดับทอจิมวยเชียทลารีจะเรียตึจิมงือระบาดแกมหายใส่นังเชียเป็นมาบานเตะออกนองทอเชียเป็นมาอย่างเมื่อกี้ได้อาตมาทลอบในอายามริดดาวเอาทอเกโซทอเลยกำลังจัดเนี้ยจิมงือในตามมันตีแปดแต่ยอมให้แปดเกสัตเนี้ยวัดเจสะสัตปุยิสูปอนแต่เกกความโตยึงเกทามมนุษย์จัดสลับตื่นนี่ปะบะเชียบาลารมนะเบอร์เพลย์กายกระดาษคล้วนจบปัวยังดักนำตัวไปเตอเพลย์จัดเนี่ยดักนำตัวไปเตอเท่จังแบบเชียบาลเพลย์จัดบ้านเมียนตายทอเท่ขมายยืงแต่เมียนกาแปรซ้ำเพลย์จัดเมียนวิบัติใบบะบองเอารถเพียคล้วนดาวซาสังเกรียมจังกอดเมียนวิบัติขนมจัดจานนะกอดเมียนสเตรปัญหาเพลย์จัดมาเราหายตอนหลับเชียบาลเพลย์จัดหอยนำน้องกับเชียบาลเพลย์จัดบ้านเมียนแต่ปะทอกอดจองเธอปนกอดจองสดับท่อดอลลาร์ไปกอดบานสดับท่อกอดเตะออกนองท่อตั้งจุงือระบอกกอดเชียร์เป็นมาสันทักส้มไปมันเชียร์ก็เธอเอาจุงือนั่งไอ้บานสรานมาวิ่งได้โดยสารอมเป็ดกิตสาวอยู่พวกเป็ดอเมริกันเป็ดบอลติตสาวนักกาเอาท่อมันดูจัดสลับนั่งเธออารมณ์สงบมันสืบสระวิบุลวิลเวียประกายประการไหนนะโยมโปรเนกลักกอดท่อเป็นจัดสลับตัวสระเป็นตันตีเป็ดนั่งละเว้ยละว่าระเบิดระเบียปดอลเนี่ยเมียนทอหนึ่งขลุ่นจนการกอดเพียวันนี้ทอกอดสำราญนักดอลทอบอกกอดตื้อเธอจัดกอดสงบก็เธอตำนานตั้งดอยสรุ่นเนี่ยคลารัวเจนมาเป็นมันบุญดอกชนามตีนมาสันทักจังบานทาแปรทอคือทนำในปิเสในขนมเรื่องวิทูได้บัณฑิตนั่งบัณฑิตเมินไม้โยเจนมาฉบับปรฉบับไตรเนี่ยได้ยังประดายโกนนะทาในบทกำหนดจองเชียผู้จงลีเลียจองเชียฉบับไตรการเนียงเอรันตะวัตไตจอจาตามพระไดคือปณะยะสาการน้อนเนียงวิมาเลียฉบับไตรกรอมวยมันบานสมได้เปียตนติในอเนียโจจัดกรอมวยมันบานริกัดเคยเนียชงายจัดหาวลานชัยสลาตัวเมียนมันเมียนคดีนาเปียปแอมจอจาเติบเกสรลันกอมจัวจัดสมกำนั้นมันเมียนออกอันหนึ่งเย็นสันดานอ้อยุระบอบพองบานการสกเซมซานกับรูโกนไตรเลือกสังเขปมาปนได้เนียงวิมาเลียพระดำโกนปลุกโกนแต่เนยจมูกแยกเอาโกนบานประเดี๋ยวเขาแยกนกกมปูกาดขมิ้นซัลขมิ้นทอเต้สำหรับมนุษย์สหายโคเคยจิตีบัมพดปนพระดำโกนเอาโยทอตื่นตกโกนแต่ปฏิบัติละอ้อจมูกแยกนกโยมาแยกกาดซอใบเตยจิสโลดใบเตยจิเมนทอใบเตยจิกันซัลพรำบ้านจองกรอยบัมพดปนแยกดังเลือกได้สเปียสารเพียบโคลนไอถ้าขยมจิแยกกาดเจียโคคือขมิ้นซัล
គ្មានដឹងបនកូនទោសខុសត្រូវឥឡូវខ្ញុំខ្លាយទៅជាមនុស្សស្លូតដោយសារធម៌ស្ដាប់ធម៌ពីប្រពន្ធយល់ធម៌ពីប្រពន្ធណែនាំខ្ញុំឲ្យស្លូតឥឡូវខ្ញុំលែងលួចលែងឆក់លែងបៀតបៀនលែងកាប់សម្លាប់អ្នកដទៃខ្ញុំជាយៈកាន់សិល5ហ្នឹងហើយខ្ញុំមើលឃើញដែរយៈសោះស្រាប់តែបែរមកស្លូតដោយសារត្រូវឆ្នាំគឺធម៌បានលើកដៃទៅសើប្រពន្ធថាល្អអស្ចារ្យណាស់យកធម៌មកផ្សាយដល់យៈអញ្ចឹងធម៌អាចពុតយៈឲ្យស្លូតបាននគរលង្កាប្រទេសស្រីលង្កាសពថ្ងៃគឺជានគរយៈពីសម័យបុរាណមនុស្សរស់នៅលើកោះលង្កាគឺជនជាតិយៈហ្នឹងគឺជនជាតិកាចសាហាវនៅនោះសពថ្ងៃក៏នៅមានដែរអាត្មាធ្លាប់ទៅដល់ជាពិសេសនៅក្នុងតំបន់មហិយ៉ាងកណៈភូមិយៈស្រុកយៈពួកយៈនៅពេញហ្នឹងប៉ុន្តែយៈនៅកោះលង្កាសពថ្ងៃคล้ายជាយៈកាន់សិល5មកទាំងអស់ណែវាខ្លាចតែប្រទេសយើងដែលអត់មានយៈឯណែយើងប្រព្រឹត្តអាក្រក់ជាងយៈទៅទៀតប៉ុន្តែយៈមែនតែននៅប្រទេសស្រីលង្កាកោះលង្កានគរយៈហ្នឹងឥឡូវយៈកាន់សិលអស់ហើយលីងនៅតែយើងទេអត់ទាន់មានសិលដូចយៈណាញោមណាហើយយើងជេរគ្នាអាណាខូចអាណាក្រក់ថាថ្មិលអត់សាសនាអាពួកថ្មិលពិតប្រកបនៅលើប្រទេសស្រីលង្កាមានសាសនាអស់ហើយតែវាខ្លាចតែថ្មិលស្រុកយើងនេះទេអត់សាសនាវិញអាថ្មិលមែនទេគេមានសាសនាហើយតែឥឡូវហ្នឹងពួកថ្មិលហ្នឹងគឺពួកតមិលនៅស្រីលង្កាភាគខាងជើងហ្នឹងឥឡូវមានសាសនាអស់ហើយដូច្នេះយៈក៏នៅលង្កាថ្មិលក៏នៅលង្កាមានសាសនាអស់ហើយលើកឡើងពីរឿងធម៌នេះជួយសន្តោសកែប្រែមនុស្សព្យាបាលជំងឺគ្រីមនុនដ៏មានអាយុឈឺអត់មាននរណាមើលជាពេទ្យក៏រត់ចោលភិក្ខុសង្ឃក៏រត់ចោលអស់ព្រះអានន្ទមកទូលប្រពុតព្រះអង្គហើយគិរីមនុនលោកឈឺធ្ងន់ណាស់គ្មានណាមើលទេគេរត់ចោលអស់ហើយព្រះអង្គថាអានន្ទរៀនសញ្ញា10ប្រការយកទៅសម្ដែងឲ្យស្ដាប់ទៅគិរីមនុនមុខទៅជាពីជំងឺហើយព្រោះសមុខឋាននៃជំងឺមិនមែនកើតដោយរោគតែមួយមុខទេណាញោមធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ក្នុងខ្លួនយើងនឹងធាតុណាមួយខ្វះក៏ឈឺដែរខ្វះកម្ដៅក៏ឈឺខ្វះធាតុទឹកក៏ឈឺខ្វះធាតុភ្លើងខ្វះធាតុដីក៏ឈឺខ្វះធាតុខ្យល់ក៏ឈឺហើយបើលើសក៏ឈឺដែរក្តៅលើសកម្ដៅត្រជាក់លើសត្រជាក់ក៏ឈឺដែរដូច្នេះវាមិនមែនមានតែរោគមួយមុខទេធាតុក្នុងខ្លួនហ្នឹងធាតុដីទឹកភ្លើងខ្យល់ទាំង4ធាតុណាដើមមិនស្មើក៏ឈឺដែរអញ្ចឹងបានភ្លេងអរិយពីបុរាណគេដាក់ស្គរ4តំណាងឲ្យធាតុ4គេវាយស្គរហ្នឹងឲ្យស្មើគ្នាបញ្ចូលរូបគេថាព្យាបាលតាមផ្លូវសម្លេងបុរាណណាគេលេងអរិយហ្នឹងគេព្យាបាលតាមផ្លូវសម្លេងហើយដល់អញ្ចឹងទៅគេធ្វើជាចង្វាក់បេះដូងផងអីផងឲ្យធាតុទាំង4ដើរស្មើគ្នាគេវាយស្គរអរិយហ្នឹងឲ្យស្មើគ្នាក៏គេនិមិត្តរូបថាធ្វើឲ្យធាតុទាំង4ស្មើគ្នាអ្នកជំនាន់ដើមអ្នកខ្លះលេងអរិយចប់ជាដែរព្រោះអាស្គរអរិយហ្នឹងវាជួយតម្រឹមធាតុឲ្យតម្រឹមចង្វាក់បេះដូងឲ្យពុទ្ធបរិស័ទគ្រីមនុនឈឺព្យាបាលមិនជាជំងឺខ្លះកើតពីខ្យល់ជំងឺខ្លះកើតពីស្រេកពេកពីឃ្លានពេកកើតពីអារម្មណ៍ផ្លូវចិត្តតែបើជំងឺផ្លូវកាយសំណុកព្យាបាលអាផ្លូវចិត្តនឹងពិបាកណាស់ពីព្រោះអីជំងឺផ្លូវកាយធម្មតាទេអាចព្យាបាលប៉ុន្តែផ្លូវចិត្តនោះវាទាញមនុស្សនឹងទៅចងកទាញមនុស្សនឹងទៅលោតទឹកទាញមនុស្សនឹងទៅលេបថ្នាំទាញមនុស្សនឹងទៅធ្វើអំពើអាក្រក់ចាក់សម្លាប់ខ្លួនឬក៏ដើរដុតផ្ទះគេឯងអញ្ចឹងទៅខ្ញុំមើលឃើញអាផ្លូវចិត្តតែឈឺទៅគេហៅថាមានវិបត្តិមានបញ្ហាផ្លូវចិត្តអានឹងអាក្រក់ជាងផ្លូវកាយទៀតហើយបើផ្លូវកាយគ្រាន់តែដេកអាយ៉ាអាយ៉យតែប៉ុណ្ណឹងទៅវាមិនអីទេអាផ្លូវចិត្តនោះតែឈឺមិនស្រួលដើរធ្វើបាបគេទៀតអានឹងបានថាពិបាកណាស់ហើយដល់ព្រះអង្គសម្ដែងឲ្យអានន្ទអើយយកសញ្ញា10ប្រការទៅសម្ដែងឲ្យគ្រីមនុនស្ដាប់ទៅអានន្ទរៀនសិននៅអនិច្ចសញ្ញាអនត្តសញ្ញាសពសញ្ញាអាទីនវសញ្ញាបហានសញ្ញាវិរិយកសញ្ញានិរោធសញ្ញាសัพពលោកអនត្តសញ្ញាសពសង្ខារេសុអនិច្ចសញ្ញានិងអាណាបាណសតិរៀនទាំង10នឹងឲ្យថ្នាក់យកទៅដល់ចូលសម្ដែងឲ្យអានន្ទឲ្យអ្នកគ្រីមនុនស្ដាប់គ្រីមនុនជ្រះថ្លាក្នុងធម៌នឹងស្ដាប់ទៅស្រាប់តែជំងឺនឹងក៏វាជាសះស្បើយលហើយគ្រីមនុនជាពីជំងឺនឹងត្រឡប់មកវិញមកអញ្ចឹងបានមានប្រវត្តិធម៌គ្រីមនុននឹងគេយកមកសូត្រឲ្យមនុស្សឈឺញោមណាហើយចាស់ខ្លះតគាត់ឈឺធ្ងន់ទៅនិមន្តប្រសងសូត្រគ្រីមនុនហើយសម័យថ្ងៃមួយព្រះពុទ្ធជាម្ចាស់យើងនឹងព្រះអង្គមានជំងឺដល់ព្រះអង្គមានជំងឺព្រះអង្គប្រើចន្ទថែឲ្យសម្ដែងភោជាងគេប្រិតឲ្យព្រះអង្គស្ដាប់ព្រះអង្គជាពីជំងឺវិញខ្ញុំមើលដែរមានចឹងដែរហើយមហាមោគលានសោតមោគលាននឹងក៏មានជំងឺដល់ព្រះអង្គសម្ដែងភោជាងគេប្រិតនឹងឲ្យស្ដាប់ទៅក៏ជាមហាជនសម្ដែងភោជាងគេប្រិតនឹងឲ្យស្ដាប់ទៅក៏ជាហើយបានក្រោយទៀតមោគលានសម្ដែងឲ្យព្រះអង្គស្ដាប់វិញទៅក៏ជាចឹងទៅជួនកាលជំងឺផ្លូវចិត្តវាអាចជាចឹងមកវិញដែរបានវាមានធម៌មួយទៀតព្យាបាលជំងឺដែរគឺមហាជនហើយនិងមហាមោគលានញោមញាតសូត្រធម៌ទាំងពីរហ្នឹងទៅសម្ដែងពីភោជាង7ប្រការសតិភោជាងក៏វិរិយៈភោជាងអីហ្នឹង7ប្រការហ្នឹងទៅជាពីជំងឺរីករាយក្នុងចិត្តសបាយនិយាយពីពធព្យាបាលជំងឺហ្នឹងច្រើនណាស់ឥឡូវនិយាយពីពធហ្នឹងព្យាបាលជំងឺមួយទៀតដែលហៅថាជំងឺឆ្កួតម្ដងជំងឺឆ្កួតជំងឺខូខើជំងឺកាចសាហាវនាងបដាចាញោម
niềng bạt đá chá phọt na chỉ câu ra bỏ sệt thầy rốt tam nè bầm ra từ co vẽ co cho năng khung pri đào xí cái đây sờ lạnh có bọt bờ pây này sờ mai nô kia bạc can văn nè miên mình ao vô nè co hay thời cay mình ao vô côn kli niềng bạt đá chá sờ lạnh côn kli luôn ai đào xí cái đây sờ lạnh bạch chang năng bờ pây này bồ ràn còn nom cái rốt từ nơi khung pri bàn côn pi côn môi trẻ tia ở đây trong mình lên sọc đây mình hiên màu thì anh chỉ côn nè cro thì do côn sẽ thay lọc mà đó kịp quay anh ngọt thôi mình hiên màu thì chết từ luôn thay chăm lưỡi cào ban côn pi và buôn ở đây màu tiên ở đây mình hiên màu đó là ở đây mình hiên màu nhiều mà pin môi bốc mặt đai như là bom niêng nắng á treo phơi chẹt tia bắt bong drop sầm bát slap lên chỉ sẽ thay tiền hơi niêng ở đây là bom niêng nắng treo pua chắc nơi tây pi nè mẹ côn bập bồn cái nơi bay nè mẹ côn mẹ đang bập bồn côn pi rốt mà sọc mà đòn tắc hồ stân tắc cái bông đào hồ stân đang nơi sập ngay toàn rinh trên nơi bờ tây hình địa niềng tóc côn môi chìm lon côn môi ta đặt hàng no đòn là pe tạt lọp màu vĩnh mà chlong do côn này khai nâng về mà chạp côn niềng nâng sải hai bằng ao khai nâng cái màu do côn côn khang nó về xem ăn là mai hai người cho vì cho tật máu lông tật slap côn mối khai chạp tới bắt côn mối lông tật slap đây nó pua chất mai nó slap ở linh tới tiên trộp sầm bát ở linh tới tiên nơi tật luôn môi về tận này tốc khát tốc choan lơ tốc rом ắt bàn nè dương còn là slap đây slap mai môi dùng bao luôn hay nó ở linh nhai côn môi côn pi tăng đây tăng bục tăng đái ở linh nhai dùng khlang tốc khlang tới chia mình nấu vì còn chả răng để dân hàng thành chuột đào sài chỉ riêng ở đây lâu pin prey tăng ngõ lên liệt bẹt khai đây tăng ngõ cheแต่ bị đào chỉ riêng đào sài đào dùng đào chỉ riêng sắpแต่ mà đào vọt trên tập 4 phongกับ mà sầm đành thọ rút mau tầm mỏng rút mà trâu tới vì xa khá chạp chọp do từ liệt ở xa ao liệt bẹt liệt ấy rồi bôi trâu măng coi đạp thọ vào ông sẽ cái đây tập đại việt cao crop đần đập lừa rụp riêng cài dương pin đi mình aiจะรถตึกปูนเขาต้องดอบสราบานตีบ่យើងរត់ទៅពូនក្នុងកំប៉ុងស្រាក្នុងដបស្រាពេលអស់ស្រាស្វាងទៅទុកវិញមកអត់ដែរអញ្ចឹងមានតែយើងចង់យកស្រាមកបំបត្តិទុកមានតែផឹកឲ្យសបឹងទល់ថ្ងៃងាប់តែហ្មងបើដូច្នេះស្រាមិនមែនជាថ្នាំបំបត្តិទុកទេទៅពូនក្នុងដបស្រាអត់បានទេតើយកធម៌មកពិចារណាហើយបើយើងធ្វើអ្វីឲ្យលុបបំបត្តិសេចក្តីទុកនេះចង់រំចង់រែកឲ្យវាបាត់ទុកនេះឈប់តែរំទុកមកវិញអត់ដែរមានតែធម៌ដល់តែនាងស្ដាប់ធម៌យល់ពីបាបកម្មអ្វីទាំងអស់គឺជាអំពើដែលយើងធ្វើពីអតីតជាតិមកវាមកតាមយើងសងរួចហើយនាងស្ដាប់ធម៌យល់ស្វាងជាឈួតញោមសូមព្រះអង្គបួសបានជាភិក្ខុនៃក្នុងសម័យកាលនោះទៅហីបធរព្យាបាលមនុស្សឈួតជាមួយអ្នកខ្លះប្រុងរត់ទៅចងកអ្នកខ្លះប្រុងរត់ទៅលោតទឹកប្រុងទៅសម្លាប់ខ្លួនអាត្មាធ្លាប់ជួបមកកកោកញោមមានម្នាក់នោះប្រុងរត់ទៅសម្លាប់ខ្លួនអាត្មាសនំពរថាអញ្ចេះញោមមិនទៅទីពេទ្យសិនទៅឲ្យគេបូមឈាមឲ្យអស់បើញោមគង់តែស្លាប់ដដែលញោមឲ្យបរិច្ចាគឈាមឲ្យគេអស់ទុកយកឈាមនឹងមកសង្គ្រោះអ្នកថ្មីអ្នកក្រោយហើយឲ្យគេមើលរបស់របរយើងទៅអាណានៅប្រើកើតដូចជាប្រមាត់ដូចជាថ្លើមដូចជាពវៀនដូចជាកលៀនអីញោមឲ្យពេទ្យទៅញោមមុននឹងស្លាប់ឲ្យទៅទីពេទ្យឲ្យពេទ្យសិនណាដល់ថាអញ្ចឹងទៅគាត់លែងចង់ស្លាប់ទៅវិញអាត្មាដល់បន្ទប់ថាអញ្ចឹងថាបើញោមចង់ស្លាប់អញ្ចឹងញោមទៅទីពេទ្យឲ្យគេបូមឈាមយកឲ្យអស់សិនទុកគេយកទៅសង្គ្រោះអ្នកដែលគេចង់រស់រាន់ឯងទៅចង់ស្លាប់បានមកពិចារណាធរថាយើងស្លាប់នឹងស្មានតែផុតទុកហើយស្លាប់ទៅកើតមករងទុកទេឧបមាថាខ្ញុំជាពាក់លុយគេច្រើនណាស់អញចង់ស្លាប់ទៅរួចខ្លួនមិនបាច់សងគេអត់រួចទេកើតឡើងខ្ញុំបង្រើគេរាប់លានឆ្នាំជាពាក់គេវិញអត់ដែរអត់ផុតទុកទេខឹងគេទៅសម្លាប់ខ្លួននេះអត់ដោះស្រាយបញ្ហាគោលើសដើមមានអ្នកមួយប្រុងលុតទឹកលើស្ពានជ្រោយវ៉ាប្រុងលុតទឹកលើស្ពានឯណាទេប៉លីសប្រុងបាញ់ធានលុតអញបាញ់លើអញ្ចឹងខាត់ប៉លីសកុំបាញ់ខ្ញុំឈប់លូតហើយហេចេះខ្លាចងាប់ដែរហើយចង់លូតខ្លាចប៉លីសបាញ់វាមានអញ្ចឹងដែរណាញោមមានប្រុសម្នាក់ឡើងលើតបូលផ្ទះប្រុងលូតសម្រាប់ខឹងប្រពន្ធដល់អញ្ចឹងទៅគេទៅបញ្យល់ថាតលូតទៅប្រពន្ធយកប្តីថ្មីមួយទៀតហើយតែលូតស្លាប់ទៅស្មានតែគេភ័យស្លាប់ផុតទៅគេយកប្តីថ្មីគេឲ្យប្តីថ្មីសុបាយទៀតហើយចឹងគាត់នឹកឃើញបើចឹងអញចុះទៅវិញមូលប្រពន្ធវិញខ្លាចប្រពន្ធយកប្តីថ្មីទៀតណែវាជួនកាលចឹងអានេះអ្នកខ្លះទៅអារម្មណ៍សតិអារម្មណ៍ដែលវាគុំក្រងមិនបានញោមគេហៅថាកំរលចូលឬគេហៅថាមរិតយៅចូលឬហៅថាខ្មោចចូលខ្មោចនាំទៅចងកទៅលោតទឹក
ទៅធ្វើបាបខ្លួនតាមពិតឆ្នាំរបស់វាយកធរវិញប្របាក់ចិត្តខ្លាំងស្ដាប់ធរលោកទេសស្ដាប់ធរអារៀនមើលសភៅរៀនមើលអីទៅយល់ឃើញពីសង្ខារធរហ្នឹងលែងចង់ទៅសម្រាប់ខ្លួនណាចង់ថាលះបង់មួយជីវិតដើម្បីធរវិញសុខចិត្តទៅបួសមួយជីវិតតែហ្មងទៅស្រួលបើថាចង់សម្រាប់ខ្លួនទេវិចទៅស្លៀកសពាក់សទៅលើភ្នំកលៀនបដ ாய் ទៅចំណាយមួយជីវិតហ្មងទៅតំណាក់ធរហើយបើញោមមិនស្គាល់ផ្លូវអាត្មាជូនទៅអាត្មាចង់ជូនញោមទៅដាក់នៅពើងឥសីស្រះតម្រៃពើងបជាវកន្លែងគេតំណាក់ធរនៅក្នុងមកកកោកអាត្មាទៅមកសិលមិញដែរដូច្នេះគេទៅតំណាក់ធរបើញោមណាចង់ប្របាក់ចង់សម្លាប់ខ្លួនមិនបាច់ស្លាប់ទេទៅសម្លាប់ខ្លួនឲ្យថាធ្វើសមាធិឲ្យវាមុននឹងស្លាប់បានបនដែរធ្វើសមាធិចំណាយមួយជីវិតតរស្លាប់ត្មងទៅក៏ល្អដែរប៉ុន្តែមិនអញ្ចឹងទេណាញោមបាត់តែខឹងឡើងលើសដើមទៀតមនុស្សដែលចង់សម្លាប់ខ្លួនហ្នឹងណាចឹងហើយព្រះធម៌នេះព្យាបាលទឹកចិត្តមនុស្សកែពីមនុស្សអាក្រក់មកមនុស្សល្អនិយាយពីកែមនុស្សអាក្រក់មកល្អម្ដងកុំឲ្យញោមអបសពស្ត្រីម្នាក់ហ្នឹងខូចញោមស្ត្រីម្នាក់ហ្នឹងខ្នងកោមដល់តែខ្នងកោមកើតជាជីវាយកើតជាកម្មករគេឈ្មោះនាងកជុតរាជីវាយហ្នឹងប្រើឲ្យទៅទិញផ្ការាល់ថ្ងៃនាងហ្នឹងខូចកេងកាប់បើថាប្រើឲ្យទៅផ្សារឲ្យ 2000 ទៅនាងចាយតែ 1000 នេះកេង 1000 ទុកបើថាឲ្យទៅទិញអីចឹងទៅកេងលួចជីវាយរហូតអាមនុស្សលួចហ្នឹងមិនចេះតែលួចបានរហូតណាញោមគេឲ្យទៅទិញអីក៏កេងដែរឧបមាថាទី1សុំចំណេញក្បាលកាក់ដូចគេឲ្យទៅទិញសាដកចឹងណាសាដក 1 60000 មករាយការណ៍ថា 80000 សុំក្បាលកាក់គេចុះឲ្យខ្លះទៀតអត់ប្រាប់ទេចំណេញអញចំណេញកេងបានរហូតដល់ចឹងទៅកេងរាល់ថ្ងៃលួចរាល់ថ្ងៃដល់តែសម័យថ្ងៃមួយដើរទៅទិញចវាយប្រើទៅទិញផ្កាទៀតឃើញគេទៅស្ដាប់ធម៌ជុំចឹងចេះឆ្ងល់អញឃើញគេទៅស្ដាប់ធម៌ហ្នឹងមានប្រយោជន៍អីស្ដាប់ធម៌ហ្នឹងរាល់ថ្ងៃឃើញគេទៅស្ដាប់ធម៌ទៅសួរយាយថាយាយទៅស្ដាប់ធម៌ហ្នឹងបានប្រយោជន៍អីរាល់ថ្ងៃហ្នឹងបានប្រយោជន៍អីនិយាយថាបើចង់ដឹងទៅជាមួយមួយផ្លែទៅដឹងស្ដាប់ធម៌ទៅធ្វើឲ្យយើងនឹងរៀនសូត្រចេះដឹងលែងធ្វើអំពើអាក្រក់បើនាងចង់ដឹងថាធម៌ហ្នឹងព្រោះអាម៉េចមានប្រយោជន៍អាម៉េចទៅមួយផ្លែទៅនាងហ្នឹងដាក់ចិត្តបើអញ្ចឹងអញទៅស្ដាប់មួយផ្លែសិនចាំទៅទិញផ្កាដល់ទៅស្ដាប់ធម៌ទៅយល់ព្រះអង្គសម្ដែងពីមនុស្សរស់នៅរាល់ថ្ងៃនេះគេហៅថាមនុស្សមាន5ប្រភេទញោមមនុស្សស័កមនុស្សសោមនុស្សសទេវោមនុស្សសដេរិឆាណោមនុស្សសប៉ែតតោមនុស្សសនេរយិកោមនុស្សសនេរយិកោសពថ្ងៃហ្នឹងមនុស្សទេបន្តិចទៀតទៅនរកឯងព្រោះមនុស្សហ្នឹងប្រទះដៃប្រទះជើងប្រទះវាយប្រទះកាប់អត់ដឹងបងដឹងប្អូនដឹងគុណដឹងទោសដឹងខុសដឹងត្រូវទេទើសមុខទើសមាត់ទៅវាយធ្វើតែអំពើបាបខឹងឆេវឆាវមួម៉ៅមុខឡើងក្រហមភ្លើងនរកចេញមកបដារូបរាងកាយជាមនុស្សមែនប៉ុន្តែចិត្តទៅនរកបានគេហៅថាមនុស្សសនេរយិកោមនុស្សនរកមនុស្សមួយទៀតគេហៅថាមនុស្សសប៉ែតោរូបរាងកាយជាមនុស្សទេប៉ុន្តែចិត្តទៅប្រែតដែរព្រោះអីមនុស្សនឹងលួចគេទៅរហូតខ្វះហូចខ្វះដើរកាត់មុខផ្ទះគេទៅឆ្នាំងបាយជ្រូកក៏យកដែរមកបនគេមកធ្វើបនឯងមកមើលតែស្បែកជើងដោះយកស្បែកជើងគូតមីក្រូក៏ដោះយកដែរទៅឯណាបាត់មន់គេហ្នឹងណាធ្វើតែអំពើបាបសពបែបយ៉ាងដូច្នេះមិនសមពួយខ្វះទុកអនាគតទៅកើតប្រែតរយហូបមិនចេះឆ្អែតអញ្ចឹងរាល់ថ្ងៃហ្នឹងមនុស្សទេប៉ុន្តែតិចទៀតទៅប្រែតគេហៅថាមនុស្សសប៉ែតោដើរទៅលួចដើរទៅកេងកាប់គេរហូតមនុស្សមួយទៀតគេហៅថាមនុស្សសដេរិឆានណោរូបរាងកាយជាមនុស្សប៉ុន្តែគ្មានដឹងគុណទោសខុសត្រូវផ្លូវល្អអាក្រក់អីទេអាឡេអាឡូអាឡាជាយាយជាតាជាអាចារ្យជាប្រសំពេញហ្នឹងគ្មានសិលធម៌ជាមនុស្សអីសោះហើយគ្មានដឹងគុណម៉ែដឹងគុណឪអីទេម៉ែឪធ្វើបុណ្យអីមិនដែលឃើញចិញ្ចឹមម៉ែឪដើរមួយខែពីរខែបានចូលផ្ទះម្ដងមកលួចលុយម៉ែទៅបង្ហើយទៀតម៉ែគ្រាន់តែសម្រានដាក់ថ្នាំសណ្ដំគាត់មានអ្នកខ្លះដាក់ជ្រុលឪស្លាប់ចោលដោយសារត្រូវថ្នាំសណ្ដំកូនទៅក៏មានមនុស្សអញ្ចឹងគេហៅថាមនុស្សសប៉ែតោមនុស្សសដេរិឆានណោរាល់ថ្ងៃជាមនុស្សអនាគតទៅនឹងទៅជាដេរិឆានហើយបានគេហៅថាមនុស្សសដេរិឆានណោប្រព្រឹត្តធម៌ដេរិឆាននឹងខ្លួនចង់មានទៅសាងប្លង់ក្រចង់ល្អទៅសាងប្លង់អាក្រក់ចង់ឲ្យគេទៅសើតែខ្លួនឯងលយប៉ុន្តែប្រព្រឹត្តធម៌ថោកទាបយេចង់ឲ្យគេទៅសើតែខ្លួនឯងល្អត្រឹមត្រូវប៉ុន្តែធ្វើចរិតរបៀបដូចមនុស្សបាតផ្សាអញ្ចឹងទៅដល់អញ្ចឹងទៅគេមិនទៅសើអីគេកាន់តែមើលងាយថែមមនុស្សមួយបែបទៀតមនុស្សស័កមនុស្សសោរូបរាងកាយជាមនុស្សមានធម៌ជាមនុស្សរាល់ថ្ងៃហ្នឹងមនុស្សអនាគតទៅកើតមនុស្សព្រោះមានសិលធម៌ដឹងចាស់ដឹងទុំដឹងប្អូនដឹងប្អូនដឹងកូនដឹងចៅអ្នកស្រុកមានរវល់ចេះជួយកិច្ចការងារចេះសិលធម៌សុជីវធម៌ក្នុងការរស់នៅគេសុំជាមនុស្សហើយគេឲ្យកើតជាមនុស្សទៀតចោះអញ្ចឹងគេហៅមនុស្សស័កមនុស្សសោមនុស្សមួយទៀតមនុស្សសទេវោរូបរាងកាយជាមនុស្សក៏ប៉ុន្តែប្រព្រឹត្តធម៌ដូចទេវតាអញ្ចឹងចេះកាន់សិល5ចេះចែកទានចេះគោរពចាស់ទុំចេះធ្វើបុណ្យមនុស្សនេះរូបរាងកាយជាមនុស្សប៉ុន្តែមានធម៌ដូចទេវតាអនាគតទៅនឹងទៅកើតជាទេវតាបានគេហៅថាមនុស្សសទេវោនាងនោះអង្គុយស្ដាប់ធម៌ទៅយល់ចូលអញ
ជាតិមុនលួចគេច្រើនបានជាកើតមកជាខ្ញុំបង្រើគេបើជាអញជាតិមុនលួចទៅរបស់គេអ្នកលួចគេបានចាយវាយសបាយចិត្តមួយផ្លែតរួចទៅអស់អាលីងក្រលហេមលហាមអនាគតទៅខ្ញុំបង្រើគេរាប់លានសែនឆ្នាំនៅតែខ្ញុំគេឥឡូវនិយាយពីអាត្មាអញនេះកើតជាតិហ្នឹងខ្ញុំបង្រើគេហើយមកពីជាតិមុនលួចគេខ្លាំងហ្នឹងឥឡូវមកខ្ញុំបង្រើគេឥឡូវអញលួចគេកេងគេរាល់ថ្ងៃទៀតអញ្ចឹងមានតែជាតិក្រោយអញខ្ញុំគេមកយកទៀតហើយក៏នាងដឹងអានាងធ្វើខ្នងគោមហ្នឹងមកពីធ្វើតម្រាប់តាមព្រះបច្ចេកពុទ្ធលោកខ្នងគោមបានបាតហើយនាងធ្វើតម្រាប់ត្រូតាមទៅឲ្យគេសោចដល់ទៅពេលដាំពៀខ្លួនឯងកើតមកខ្នងគោមដោយសារធ្វើតម្រាប់តាមគេហ្នឹងហើយឥឡូវលួចគេហ្នឹងកើតជាខ្ញុំបង្រើគេឥឡូវអញលួចបន្តទៀតបើអញ្ចឹងអញខ្ញុំបង្រើគេរាល់ជាតិអញ្ចឹងលែងលួចសម្រាប់សោតតារហ្មងញោមស្ដាប់ធម៌សម្រាប់សោតតាចេញត្រឡប់ទៅវិញមុខស្រស់ប្រព្រឹមចិត្តនឹងស្មើលែងកេងលែងកាប់ទៅទិញផ្កាគេឲ្យលុយប្រមាណទិញមកទាំងអស់បានមិនចេះតិចយកមកឲ្យលោកចវាយស្រីហ្នឹងចវាយស្រីឆ្ងល់ថានាងរាល់ថ្ងៃយើងឲ្យលុយប៉ុណ្ណឹងដែរហើយទិញបានតិចហើយថ្ងៃហ្នឹងមិនក៏បានផ្កាច្រើនម្លេះហើយមិនក៏ថ្ងៃហ្នឹងមានមុខស្រស់ខុសធម្មតានាងនឹងថារាល់ថ្ងៃបានតិចមកពីខ្ញុំលួចថ្ងៃហ្នឹងបានផ្កាច្រើនមកពីខ្ញុំលែងលួចហើយថ្ងៃហ្នឹងខ្ញុំមុខស្រស់មកពីខ្ញុំបានស្ដាប់ធម៌ចវាយឆ្ងល់ហ្មងហ៊ីហើយធម៌ហ្នឹងអីក៏ប្រកែមិនធ្វើឲ្យនាងលែងចេះលួចបើអញ្ចឹងនាងសំដែងខ្ញុំស្ដាប់ផងមកនាងនឹងថាពធមានតម្លៃណាស់ចង់ឲ្យខ្ញុំស្ដាប់តដាក់ក្រែឲ្យមកចង់ឲ្យខ្ញុំសំដែងតដាក់ក្រែដាក់កៅអីឲ្យអង្គុយមកបានសំដែងចវាយដាក់កៅអីដាក់ក្រែឲ្យអង្គុយបាននាងនឹងសំដែងឲ្យស្ដាប់ឲ្យយល់ពីកម្មពៀកើតមកជាមនុស្សនេះដោយសារបនពីអតីតមកបើយើងចេះតែលួចគ្នាទៅវិញទៅមកលែងឲ្យកើតជាមនុស្សហើយកើតទៅជានរកប្រែតដេរិឆានឬកើតជាខ្ញុំបង្រើគេអ្នកទាំងអស់គ្នារសាសិលស្រឡាញ់គ្នាទៅវិញទៅមកលែងលួចលែងកេងលែងកាប់គ្នារស់នៅដោយសុខសន្តិភាពញោមមើលខែនេះដោយសារធម៌កែតម្រូវមនុស្សអាក្រក់មួយមកមនុស្សល្អចេះមកវិញហ្នឹងណាចឹងនិយាយពីអនាថបណ្ឌកសេដ្ឋីជាសេដ្ឋីល្បីសម័យព្រះលោកណាទេសនាក៏និយាយដើមដែរអនាថបណ្ឌកសេដ្ឋីជាអរិយបុគ្គលជាអ្នកលះបង់ធ្វើបន់ធ្វើទានប៉ុន្តែមានកូនប្រុសមួយមិនដែលធ្វើបន់ទេមិនដែលស្ដាប់ធម៌ទេហើយក៏គាត់នឹកឃើញថាអត់ពីគាត់ទៅកូនប្រុសនឹងបែបយ៉ាប់ហើយគ្មានធម៌អានៅខ្លួនទេបើអញ្ចឹងចង់ឲ្យកូនស្ដាប់ធម៌ជួលកូនឲ្យទៅស្ដាប់ធម៌ឲ្យប្រាក់ខែកូនអាកូននឹងមកស្ដាប់ធម៌ល្ងាចទៅដល់ផ្ទះទាលុយប្រាក់ខែថ្លៃស្ដាប់ធម៌ឧបមាថាមួយថ្ងៃ100ថ្លៃស្ដាប់ធម៌ប៉ុន្តែគ្មានចេះគ្មានយល់អីទេគាត់តែមកអង្គុយអញ្ចឹងឲ្យតែចប់ងាកអញទៅផ្ទះវិញបើកប្រាក់ខែថ្លៃស្ដាប់ធម៌ដល់ពេលល្ងាចទៅដល់ឪពុកសួរថាម៉េចកូនស្ដាប់ធម៌លោកទេសព្រោះអត់ព្រោះហើយចាំបានប្រមាណអត់ហងលោកទេសថាម៉េចខ្លះអត់ដឹងផងតែព្រោះក៏អត់ដឹងថាម៉េចផងហើយដឹងតែព្រោះឪពុកថាឥឡូវកូនឯងស្ដាប់ឲ្យចាំមកឲ្យចាំបានតែមកគៀថាមកចាំពុកថែមលុយឲ្យដល់1000ឧបមាអញ្ចឹងណាកូនថាមែនទេឪមែនឥឡូវស្អែកស្ដាប់ឲ្យចាំបានតែមកគៀថាមកលោកថាម៉េចចាំឲ្យ1000មកទៅហ្មងមកដល់អង្គុយស្ដាប់លោកទេសអញប៉ុណ្ណឹងចាំមកគេថាល្ងាចទៅដល់បាន1000ងាកទៅធ្វើអីផ្សេងទៅចាំមកដល់ផ្ទះល្ងាចឪពុកថាមិនទៅកូនស្ដាប់បានទេបានឲ្យបានមកឲ្យ1000មកហើយកុំអាលសូត្រសិនមកមើលលោកថាមិនខ្លះរត់នឹកថាវាមិនឃើញអីលោកថាបាច់អញថាក៏ថាមិនត្រូវសោះអញ្ចឹងឪពុកថាបើអញ្ចឹង1000ហ្នឹងអត់ទៀតហើយអញ្ចឹងថាអត់ត្រូវអញ្ចឹងចាំស្អែកទៀតស្អែកមកស្ដាប់មែនតែនហ្មងស្ដាប់មែនតែនយកចិត្តទុកដាក់ស្ដាប់ទៅយល់ក្នុងចិត្តយល់ច្បាស់យល់ដឹងពីបំណងឪពុកយល់ថាម៉េចយល់ថាអញអត់មានខ្វះអីទេទ្រព្យសម្បត្តិមានដីមានដីធ្លីមានផ្ទះសម្បែងមានមាសពេជ្រកែវកងមានអ្វីដែលអញខ្វះគឺអញខ្វះធម៌នៅខ្លួនឪពុកចង់ឲ្យអញមានធម៌មួយទៀតតើអញមានទ្រព្យសម្បត្តិមានរបស់របរហើយបើអញមានធម៌មួយទៀតទើបជីវិតអញប្រសើរអញ្ចឹងឪពុកចង់ឲ្យអញមានធម៌មួយទៀតតើអូយល់ពីបំណងឪពុកមកដល់ផ្ទះថ្វាយគុំឪពុកលែងទាលុយទាំងអស់មិនបាច់ទេប្រាក់ខែលែងយកចិត្តស្ដាប់ធម៌លែងយកប្រាក់ខែហ្មងមួយទៅទាញមនុស្សពីអាក្រក់មកល្អបានមួយនិយាយពីវិសាខាមួយទៀតល្បីពីសម័យព្រះដែរអ្នកស្ដាប់ធម៌អ្នកធ្វើបុណ្យបច្ច័យ4បុណ្យកឋិនតាំងពីក្មេងអាយុ7ឆ្នាំញោមហើយគាត់បានធ្វើបុណ្យច្រើនទៅគាត់មានមិត្តភ័ក្តិមួយក្រុមគេមិនចូលចិត្តបុណ្យទេគេវាយតែវងគ្នានឹងអកកេះអកកដងអកកំប៉ុងអកដបអកកាមហើយនាងនឹកថានាងប្រមាណអ្នកនេះកើតមកជាតិនេះជាមនុស្សដោយសារបុណ្យពីអតីតហើយឥឡូវបើពួកនាងនឹងមិនមកធ្វើបុណ្យទេអនាគតទៅនាងអត់បានកើតជាមនុស្សទេនាងមុខទៅនរកទៅប្រែតហើយបើអញ្ចឹងជាមិត្តភ័ក្តិដែរអញទៅបបួលនាងមកស្ដាប់ធម៌សិនដល់បបួលមកស្ដាប់ធម៌ញោមពួកម៉ាក់វិសាខាហ្នឹងគាត់អត់ចូលចិត្តស្ដាប់ធម៌ទេប៉ុន្តែដោយសាររាប់អានជាមួយវិសាខាជាសេដ្ឋីជាអ្នកមានហើយបើមិនទៅវាមិនកើតជាទៅដល់តែមកដាក់ស្រាមកដបម្នាក់សៀតចកេះយកមក
mà đó là coi bị mốc lốp pe nó vay vùng cái này là mà anh đã mà cao đó anh mà cao chụp này cho chụp này lắm dây nghĩa tranh nhỏ linh lốp tết tết từ lốp tới dương vay vùng bị mốc lốp nó khlèm đòi chẳng tới dây mà buộc nghĩa man che mà buộc nghĩa tới cho ta nghĩa tới cho tục mọt mình sẽ đầy rô mình mưa mộc nghĩa tranh ở linh việc tới chuyện kịch này ta anh thao mà đấy kia sẽ đầy rô anh kia mưa mộc anh thấy cái nôm này ta đạp thôi từ xong kia dây rô anh cái tranh thì anh mình hình coi các bạn ban bây giờ na thay dương thao mà bị ấy dương nâng thao mà bị đột nâng nó bị dương cầm gió đột nâng máu miên ấy đã đột mà chỉ mới cái lên đầy rô ở linh nôm này gió đột của bọn cháu nó mong coi bầm thôi nè đạp thôi anh cái đài từ bán khai chỉមនុស្សល្អមកវិញមើលគេនេះចេះអូទាញបានចឹងនេះអ្នកស្ដាប់ធម៌កាយចរិតមនុស្សពីអាក្រក់មកល្អហោះងាកទៅអាចិត្តទៅសត្រូវដែលលោកភ័ក្រចូលខ្លួនសែបគប់ជាមួយទេវទត្តហ៊ានសម្លាប់បបីដាខ្លួនឯងគឺប្របាទពំពិសាដើម្បីយកសោយរាជមន្តគរយកបីដាទៅដាក់គុកងងឹតដំបងចូលទៅសម្លាប់ផ្ទាល់ប្របាទពំពិសានឹងឯងជាស្ដេចដល់ពេលអាមាត្យគេចាប់ជាប់មិនឲ្យសម្លាប់ស្ដេចក៏សួរថាណែសម្លាប់ដើម្បីអីថាចង់យករាជសម្បត្តិឥឡូវបកគលឲ្យយកសោយរាជចុះហើយបានបកគលរាជឲ្យទៅប្រាប់ដល់ទេវទត្តថាអូអត់កើតទេថ្ងៃហ្នឹងឲ្យថ្ងៃក្រោយដកវិញដោយគេពីស្គរដាក់ជាប់ពីក្នុងនេះជាប់មុខទៅរុលចេញពីស្គរមកហើយថ្ងៃហ្នឹងឲ្យរាជទៅមហារាជថ្ងៃក្រោយដករាជយកវិញហើយបើអញ្ចឹងតសម្លាប់ចោលអញ្ចឹងសម្លាប់ធ្វើម៉េចដើម្បីកុំឲ្យល្បីដាក់គុកងងឹតបង្អត់បាយដាក់គុកងងឹតបង្អត់បាយទៅនៅតែមិនស្លាប់មកពីចេះតែដើរជាងក្រមឲ្យគេអាបាតជើងនឹងកន់ប្រឡាក់អំបិលលាបជាមួយប្រេងល្ងហើយឆ្អើភ្លើងដុតល្ងឹកឲ្យកគុលអស់កគីអស់សកែឆ្អើឲ្យចាន់ជើងកុំឲ្យដើររួចធ្វើឲ្យបីដានឹងតលបីដាសកុតដល់បីដាសកុតទៅខ្លួនឯងមានបត់គេមកប្រាប់ថាព្រះអង្គពនាងប្រសូតបត់ទៅត្រេកអរណាស់អូយអញមានបត់អញស្រឡាញ់បត់ណាស់ស្រឡាញ់កូនស្រាប់តែនឹកចង់កាលឪពុកអញបានអញមកដំបងស្រឡាញ់ដូចគ្នាដែរអើស្រឡាញ់អញ្ចឹងដែរបើអញ្ចឹងនឹកអីឪពុកអញមិនហើយចេះអាម៉ាតមួយមកដល់ពុកថាព្រះអង្គបបីដាសកុតហើយគ្រាន់តែលឺតែបីដាសកុតអញខកបាត់ទៅសម្រាប់ឪពុកខ្លួនឯងអញស្រឡាញ់កូនប៉ុណ្ណាពុកអញក៏ស្រឡាញ់អញ្ចឹងដែរអញសម្រាប់ឪពុកបាបធ្ងន់ណាស់រត់ទៅយំអោបសាកសពឪពុកហ្នឹងមានបបដិសារីក្តៅពេញខ្លួនទាំងអស់ស្ដាយក្រោយពេលនោះក្តៅផ្ទះតែងរត់ឆ្នាំណាមកព្យាបាលក៏មិនបានរត់ឆ្នាំណាមកព្យាបាលក៏មិនបានពេទ្យណាមកក៏មិនបានដែរថ្ងៃយប់ម៉ោង8 9យប់ខែរះនៅលើមេឃតិចឲ្យលហឹមស្ដាច់នឹងខ្លួនទៅទេអង្គុយនៅលើថែវប្រាសាទក្តៅផ្ទះតែងណាស់ចង់រអ្នកមកជួយព្យាបាលបានជួបពេទ្យវេយ្យាកោមករភ័តថាមានតែមួយទេតរនាំទៅជួបព្រះបាននាំមកជាតិស្ត្រូវនឹងមកជួបព្រះព្រះអង្គសម្ដែងធម៌ឲ្យស្ដាប់អំពើបាបយើងធ្វើឲ្យមិនអាចលុបលាងបានទេមានតែខំធ្វើបុណ្យឲ្យច្រើនជាងទេបានអាជាតិស្ត្រូវនឹងថ្វាយខ្លួនកាន់ពុទ្ធសាសនាបូជាដល់ព្រះពុទ្ធស្ដាប់ធម៌ស្ដាប់ឧបត្ថម្ភធ្វើសង្ឃាយនាបង្កើតជាបត្រៃបីដកទល់សពថ្ងៃនឹងឧបត្ថម្ភប្រសងអីចឹងហោហែមកបានតិចចិត្តមកវិញខ្ញុំមើលគាត់អាហ្នឹងឆ្នាំក្តៅផ្ទះតែដាក់ធម៌ទៅតិចមកវិញដែរនិយាយពីពធនឹងមួយទៀតព្យាបាលមនុស្សកាចសាហាវបំផុតឲ្យស្លូតមកវិញព្យាបាលមនុស្សកាចសាហាវបំផុតសម័យព្រះគឺអង្គុលីមានទៅរៀនគ្រូជាមួយគេបកែជាងគេខ្លាំងជាងគេចំណែនដល់គេចំណែនគេទៅបញ្ញុះគ្រូនឹងឲ្យធ្វើបាបអង្គុលីមាននឹងថាអង្គុលីមានចង់ក្បត់គ្រូចេះមួយចោះមួយទៅមួយលើកគ្រូមិនជឿទៅ2លើកគ្រូមិនជឿទៅ3លើកអាពួកសិស្សចំណែនហ្នឹងគ្រូហ្នឹងក៏ជឿថាអង្គលីមានហ្នឹងក្បត់ដែរបើអញ្ចឹងឲ្យគេសម្លាប់អង្គលីមានប៉ុន្តែអង្គលីមាននេះខ្លាំងណាស់ផ្ទះនៅក្បែរផ្ទះណាថាបណ្ឌកសិទ្ធិដែរខ្ញុំខ្លាំងណាស់មិនងាយណាសម្លាប់បានទេអញ្ចឹងគ្រូដាក់ល្បិចថាណែឯងរៀនចប់ហើយណែឯងត្រូវធ្វើពលីកម្មថ្វាយគ្រូគឺណែឯងត្រូវដើរសម្លាប់មនុស្សឲ្យបាន1000នាក់ហើយដោតម្រាមដៃទាំង1000យកមកឲ្យគ្រូមកគ្រូធ្វើឲ្យណែឯងខ្លាំងប៉កែចឹងទៅបើណែឯងមិនធ្វើចឹងទេណែឯងអត់ប៉កែទេដើម្បីគោរពតាមពាក្យគ្រូក៏ធ្វើតាមពិតកំណត់គ្រូនឹងចង់ថាឲ្យទៅសម្លាប់គេទ្រាំមិនបានគេសម្លាប់គាត់បង្ហើយចេះដល់តែមានពីណាសម្លាប់ឈ្នះអង្គលីមានដើរកាប់អ្នកស្រុកអ្នកភូមិយកម្រាមដៃបានរាប់ពាន់បានរាប់រយអ្នករហូតដល់បាន999ជិត1000ហើយខ្វះមួយទៀតអ្នកស្រុកអ្នកភូមិដឹងអង្គលីមាននៅតាណារត់កិច្ចអត់ហ៊ានទៅក្បែរនេះផ្លូវនោះទៅគាត់សម្លាប់ហើយតើអង្គលីមានដេញតាណាហើយគឺរត់មិនរួចពីចាប់ជាប់រហូតរឿងហ្នឹងក៏ដឹងទៅដល់ឪពុកដល់ម្ដាយឪពុកឯនោះពិបាកណាស់ថាមិនដឹងខាត់យ៉ាងណាឪពុកអ្នកធ្វើការមន្ត្រីរាជការនៅក្នុងវាំងអញ្ចឹងហើយឪពុកបកលឲ្យស្ដាច់ថាឲ្យស្ដាច់យកទៅចាប់ដាក់គុកទៅម្ដាយខាត់ថាតើស្ដាច់ចាប់បានគេយកទៅប្រហារជីវិតទៅកុំឲ្យគេទៅចាប់អញ្ចឹងឪពុកថាខ្ញុំមិនទៅខាត់ទេមនុស្សអាក្រក់អញ្ចឹងនោះឯងទៅណាទៅប្រពន្ធនឹងសុខចិត្តទៅខាត់កូនដើរទៅខាត់កូនឲ្យឈប់សម្លាប់ទៅព្រោះស្ដាច់កំពុងតែចេញបញ្ជាតាមសម្លាប់ហើយតើស្ដាច់ចាប់បានគេយកទៅសម្លាប់ចោលម្ដាយដើរទៅទិសនោះអ្នកស្ទូងអ្នកស្រែអ្នកចំការគេខាត់ថាយាយកុំទៅអង្គលីមាននៅផ្លូវនោះតែយាយទៅគេសម្លាប់ហើយហេ
គេសម្លាប់នៅក៏ត្រូវទៅដែលខ្ញុំទៅខាត់គាត់ដល់ទៅខាត់អង្គលីមីកំពុងខ្វះម្រាមដៃមួយផងម៉ែខ្លួនឯងមកនៅថាសម្លាប់ម៉ែនឹងតែហ្មងហ្នឹងដើម្បីវាគ្រប់កពលមុខមែនតែនហើយញោមដេញសម្លាប់ម៉ែខ្លួនឯងម៉ែហ្នឹងរៀបតែសម្លាប់និយាយពីពុតឯនោះវិញពុតដឹងថាអង្គលីមីទៅសម្លាប់ម្ដាយអនន្តរយកម្មបើព្រះអង្គទៅជួយតន់អត់អីទេអំពើកាចខូខើរបស់អង្គលីមីនេះមិនមានអតិពលណាប្រសាបានទេមានតែធរទេយកធរទៅប្រសាបានកុំឲ្យកាចតទៀតអញ្ចឹងព្រះអង្គទៅដែរអ្នកស្រុកគេខាត់ថាព្រះអង្គកុំទៅអង្គលីមាននៅក្នុងកាចណាស់តែព្រះអង្គទៅគេសម្លាប់ព្រះអង្គហើយព្រះអង្គថាតថាគតរមុខអង្គលីមានយូរហើយតថាគតចង់ឲ្យជួបខាត់មិនស្ដាប់ដល់ព្រះអង្គយាងទៅព្រះអង្គខាត់អង្គលីមាននឹងកំពុងដេញកាប់ម្ដាយខ្លួនឯងហ្នឹងអង្គលីមានខាត់ថាកុំឲ្យសម្លាប់ម្ដាយជាអ្នកមានគុណទៅសម្លាប់អនន្តរយកម្មស្រាប់តែអង្គលីមានងាកមកឃើញព្រះអង្គបើមានអ្នកមកស្លាប់ជំនួសហើយអញ្ចឹងបាច់សម្លាប់ម៉ែក៏បានដែរសម្លាប់អ្នកមកស្លាប់ជំនួសព្រះអង្គឲ្យសម្លាប់ព្រះអង្គវិញស្រាប់តែយាដើរមកកាប់ព្រះអង្គកាប់ខាំងអត់ត្រូវខុសមិនតិចរត់មកជាហ៊ានទៀតកាប់ខាំងខុសមិនតិចហើយអង្គលីមានធ្លាប់ទៅរត់ទៅគឺថានរណាក៏រត់មិនរួចទេលឿនណាស់ឥឡូវរត់អត់តាន់ព្រះអង្គហើយជាស្រេចថាសមណៈជប់សមណៈកាប់ផាត់ផុតបន្តិចព្រះអង្គចេះទៅមុខមិនដែរអញ្ចឹងព្រះអង្គថាតថាគតឈប់ហើយនៅតែអង្គលីមានតែមិនតាន់ឈប់ឯណារត់ដល់ចំធ្លាក់អណ្ដាតរត់មកព្រឹកខ្ញុំមិនក៏ដេញមិនតាន់សោះស្ដីឲ្យព្រះសមណៈនិយាយកុហកសមណៈថាខ្លួនឯងឈប់ហើយប៉ុន្តែមិនក៏នៅតែទៅមុខហើយមិនដែលរត់ដេញណាហត់ដល់ថ្នាក់ហ្នឹងទេធ្លាប់តែ2 3ជាហ៊ានតាន់ហើយរត់តាមព្រះអង្គមកព្រឹករត់អត់តាន់ហើយគិតតែស្រែកថាឈប់ឲ្យចេះទៅមុខរហូតអញ្ចឹងហើយអង្គលីមាននឹកថាតែមកជាហ៊ានទៀតដល់បាត់ទៅនៅតែខំបន្តិចរហូតបានព្រះអង្គថាតថាគតឈប់ហ្នឹងគឺឈប់ធ្វើអំពើបាបឈប់កាប់សម្លាប់ដោយណែឯងអញ្ចឹងនៅតែណែឯងទេមិនតាន់ឈប់ព្រះអង្គសម្ដែងធម៌ឲ្យស្ដាប់ទៅយល់ដឹងថាជីវិតរស់នៅបានតែប្រហែលឆ្នាំទៀតយើងស្លាប់ទៅវិញអស់ហើយណែឯងចង់ខ្លាំងប្រកែប៉ុណ្ណាក៏ណែឯងគ្មានជីវិតអមតៈដែរណែឯងមុខទៅនឹងស្លាប់ហើយបើដើម្បីជីវិតណែឯងមួយហ្នឹងណែឯងឲ្យមនុស្សស្លាប់អស់ពេញផែនដីអញ្ចឹងវាសមដែរទេដើម្បីមហិច្ឆតាជីវិតរបស់ឯងខ្លាំងប្រកែមួយសម្លាប់គេឲ្យគេបែកម៉ែបែកឪបែកបងបែកប្អូនគេមានទុកមានលំបាកប៉ុណ្ណាឯងគិតមើលចុះយើងដើម្បីខ្លាំងប្រកែខ្លួនយើងធ្វើឲ្យគេយំយាយស្រែកទួញក្រុមគ្រួសារបងប្អូនគេកាត់ទុកប៉ុណ្ណាគេជេរគេផ្ដាសាដល់ណែឯងនឹងរងទុកលំបាករាល់ជាតិសងតែបំណុលគេសងតែអំពើបាបនឹងមិនចេះចប់ទេអង្គលីមានស្ដាប់យល់មែនទេអញខុសទៅទេលើកអាដាវលើកអាលំពេញបោះចូលក្នុងជ្រោះអាទាំងអស់អាមរៀមដៃនឹងដោតធ្វើកម្មពាក់ពេញខ្លួននឹងក៏ដោះកវត្តចោលអស់ថ្វាយអង្គមព្រះអង្គឈប់ហើយព្រះអង្គគិតមើលទៅគិតមិនដល់នឹកស្មានថាឯងខ្លាំងប្រកែក្នុងជីវិតអមតៈតាមពិតទៅចេះចាស់ចេះឈឺស្លាប់ដោយតែគ្នាសោះគេក៏ចង់រស់យើងក៏ចង់រស់មិនក៏ទៅធ្វើបាបគេមិនទៅសម្លាប់គេកវត្តមរៀមដៃនឹងចោលទៅកវត្តដៅលំពេងចូលក្នុងជ្រោះថ្វាយអង្គមព្រះអង្គដាក់អាវុធកវត្តចោលអាវុធចាប់យកពធសុំព្រះអង្គបួសហើយយកមកព្រះអង្គក៏ពំពោះហើយទៅបិណ្ឌបាតស្រុកណាក៏គ្មានបានចង្ហាន់ដែរមកវិញក៏ហោមកជោគជប៉ុបែកប្រកែរាល់ថ្ងៃអ្នកស្រុកគេគប់ទៅបិណ្ឌគេឃើញមកខ្មោចចោលអង្គលីមកហើយអង្គលីមកហើយដុំថ្មដល់មាត់ស្ទាក់ផ្លូវគប់អាយបែកពេញប្រកែហោឈាមមកថ្ងៃមកដល់យំទៅស្រាក់ទូលព្រះអង្គមិនទៅអង្គលីមានបានចង្ហាន់អត់គ្មានបានទេគេគប់បែកប្រកែទៀតហើយជូតឈាមនឹងទៀតស្អែកទៅបានភូមិនោះគេគប់ភូមិនោះទៀតស្អែកទៅបានភូមិនោះគេគប់ឲ្យភូមិនោះទៀតមកបែកគ្មានបានចង្ហាន់ទេពីខុសសងអាណិតឲ្យបាយឆាតរាល់ថ្ងៃយើងមើលអំពើបាបមិនទាន់ជាតិក្រោយផងឲ្យផលជាតិនឹងបាត់ទៅណាក៏គេស្អប់ដែរគេនេះអំពើបាបចឹងស្រាប់តែថ្ងៃមួយអឹមពិសាមកលើកតបទៅស្វែងរកចាប់អង្គលីមីអត់ដឹងថាអង្គលីមីមកបួសទេលើកតបដើរមកប៉ុន្តែធម្មតាស្ដេចគោរពពុទ្ធសាសនាមុននឹងទៅច្បាំងមកថ្វាយអង្គមព្រះសំពោជ័យបន្តិចសិនមកដល់ថ្វាយអង្គមព្រះចឹងទៅព្រះអង្គក៏សួរគេចង់បានពោជ័យថាទៅណាមកណាថាលើកតបទៅតាមចាប់ចោលអង្គលីមីសម្រាប់អ្នកស្រុកព្រះអង្គក៏សួរពំពិសាថាព្រះអង្គលីមីនឹងគឺជាចោលសម្រាប់អ្នកស្រុកហើយព្រះអង្គតាមចាប់បានយកទៅសម្លាប់ចោលចុះបើសិនជាចោលនឹងជាភ្ញាក់ខ្លួនលែងសម្លាប់អ្នកស្រុកហើយមកកោសក់ចូលមកភ្នោះបួសដើម្បីប្រព្រឹត្តល្អវិញតើព្រះអង្គសម្លាប់ទៀតទេអត់ទេបើសិនជាចោលនឹងភ្ញាក់ខ្លួនចូលមកបួសធ្វើត្រឹមត្រូវខ្ញុំព្រះអង្គលើកលែងទុកឲ្យបួសចោលបានព្រះអង្គចោលប្រាប់ថាចុះនេះអង្គលីមាននឹងមុខនេះហើយអាម៉ាត់រត់ព្រាតខ្លាចអង្គលីមានសម្លាប់រត់ព្រាតបានព្រះអង្គថាកុំរត់ស្លូតឲ្យអង្គលីមានលែងសម្លាប់ហើយខ្លាចជាអ្នកបួសពំពិសាថាបើគេស្លូតចឹងគេមកបួសមកអីចឹងហើយលើកលែងទោសត្រឡប់ទៅវិញក៏ទុកឲ្យគេនៅបួសចុះឧបត្ថម្ភចង្ហាន់ឲ្យឆាន់អង្គលីមេកំពុងតែអត់ចង្ហាន់ដើរបាត់នេះមិនបានឯនោះមិនបាននោះស្រាប់តែមានស្រីម្នាក់កើតសម្រាលកូនអត់រួចកំពុង20នៅស្រុកនោះសម្រាលកូនអត់រួចចំណុចនោះវាអត់តន់សបោពេទ្យដូចយើងចឹងឯងដល់អញ្ចឹងអ្នកស្រុកអ្នកភូមិគេមកប្រាប់ដល់ព្រះអង្គស្រីម្នាក់ច្រឡងទលេអត់រួចព្រះអង្គនឹកថាតែប៉ុណ្ណឹងអង្គលីមេមានឱកាសបានផ្លូវវិញឲ្យអង្គលីមេទៅជួយអង្គលីមេទៅជួយទៅអង្គលីមេទៅហ្មងញោមដាក់ទឹកក្នុងបាត
សូត្រកោទឹកនឹងដែលយើងហៅបល័យសូត្រអង្គមីលណាមានតែសូត្រកោទឹកនឹងហើយយកទឹកនឹងទៅស្រោចលើអ្នកស្រីដែលមានផ្ទៃពោះនឹងទៅក៏ប្រសូតកូនបានដោយស្រួលចឹងមកធ្វើទឹកឲ្យគេបានចឹងទៅអ្នកស្រុកក៏នាំគ្នាគោរពថាអង្គមីលឥឡូវហ្នឹងល្អមកជួយសន្តោសប្រជាជនវិញអញ្ចឹងយើងលែងស្អប់លោកប្រគេនចង្ហាន់លោកឆានបានអង្គមីលបានចង្ហាន់ឆាន់គេឯងវិញមកអញ្ចឹងបានមានប្រវត្តិប្រសងធ្វើទឹកជូនញោមញាតិអញ្ចឹងទល់សពថ្ងៃហ្នឹងវាមានអង្គមីលអ្នកធ្វើអញ្ចឹងដែរការដាក់ទឹកសាប៊ូអីក៏មានប្រវត្តិព្រះអានន្ទទឹកបាចនៅក្រុងវេសាលីអីចឹងដែរមិនមែនគេចេះតែធ្វើអត់ហេតុផលទេអញ្ចឹងណានេះលើកឡើងពីពធព្យាបាលមនុស្សកាចសាហាវឲ្យស្លូតវិញបានញោមមើលឃើញដែរបើកុំតែមានពធហ្នឹងមិនស្លូតទេឥឡូវថ្ងៃនេះសរុបសេចក្តីមកវិញថ្ងៃនេះញោមជាម្ចាស់ប៉ុនគាត់ថានិមន្តប្រសងមកអាត្មាសួរថាធ្វើប៉ុននៃគេគឺប៉ុនដោយអាត្មាថាហ្នឹងគឺប៉ុនសំដែងធម៌ចង់ឲ្យយាយតាស្ដាប់ធម៌អញ្ចឹងបានអាត្មាសំដែងពីធម៌ហ្នឹងមានប្រយោជន៍អីខ្លះជាមួយនឹងពុទ្ធបរិស័ទមនុស្សទៅឋានសួគ៌បានក៏ព្រោះធម៌មនុស្សបានសុខចម្រើនក្នុងសង្គមសពថ្ងៃក៏ដោយសារធម៌កូនដែលមានធម៌កតញ្ញូជាមួយម៉ែឪដោយកូនអនាថបិណ្ឌកសិទ្ធិមិញក៏ដោយសារធម៌ខ្ញុំមើលហ្នឹងហើយអ្នកចោលធ្លាប់ទៅលួចលុយចវាយអីក៏ដោយសារធម៌កែមកល្អមកវិញអស់អញ្ចឹងមនុស្សទៅនិព្វានក៏ដោយធម៌ទៅឋានសួគ៌ក៏ដោយធម៌កែប្រែមកល្អក៏ដោយធម៌អង្គការសហប្រជាជាតិស្វែងរកច្បាប់ប្រទេសណាដែលអប់រំមនុស្សឲ្យបានល្អរកចុះរកឡើងប្រទេសនេះរាប់រយមេត្រាប្រទេសនេះរាប់រយមេត្រាស្រាប់តែរកឃើញនៅក្នុងធម៌ព្រះហើយសិល5សោះកាន់សិល5ទាំងអស់គ្នាគ្មានប្រទេសណាមានចោលទេកាន់សិល5ទាំងអស់គ្នាគ្មាននរណាធ្វើបាបនរណាសម្លាប់នរណាទាំងអស់អញ្ចឹងអារាប់រយរាប់ពាន់មេត្រាហ្នឹងមកតែពីដាច់សិល5កាន់តែសិល5ទៅអាច្បាប់រាប់រយមេត្រាហ្នឹងវាខិតអោបបានទាំងអស់ឥឡូវអង្គការសហប្រជាជាតិយកសិល5ហ្នឹងដាក់ជាច្បាប់កម្ពុជាអញ្ចឹងខ្ញុំមើលកណ្ដេះគេរកឃើញធម៌នៅតែហ្នឹងឯងម៉ែឪស្រឡាញ់កូនប្រកបដោយធម៌ម៉ែខ្លះថាខ្ញុំកណាមិនចេះធម៌តែនេះកូនគ្មានធម៌នេះតាមពិតគាត់ចិញ្ចឹមកូនរស់មកវោគាត់មានព្រមវិហារធម៌នឹងខ្លួនបានហើយហ្នឹងគាត់អត់ដឹងថាខ្លួនមានធម៌ផងអញ្ចឹងបានអាត្មាសម្ដែងមាន2អាត្មាថាទី1មនុស្សមានធម៌ទី2មនុស្សចេះធម៌មនុស្សមួយចេះធម៌ប៉ុន្តែគ្មានធម៌ទេចេះហាធម៌បើអត់មានធម៌ទេមនុស្សមួយទៀតអត់ចេះធម៌ទេប៉ុន្តែមានធម៌គាត់អត់ចេះធម៌សូត្រអីដូចគេទេប៉ុន្តែក្នុងចិត្តគាត់មានសទ្ធាជ្រះថ្លាអាណិតអាសូរដោយមេត្តាព្រមវិហារចាំកូនមានករណាចេះអាណិតចេះអាសូរគាត់អត់ចេះមែនប៉ុន្តែគាត់មានធម៌នឹងខ្លួនអ្នកមួយទៀតនិយាយពីចេះអូចេះបាច់សូត្រប៉ុន្តែនិយាយដើមគ្នាចាក់ចុចអុចអាលលួចកេងលួចកប់មិនថាលួយវត្តមិនថាលួយសង់អានឹងមានតែធម៌ប៉ុន្តែអត់ចេះធម៌ហ៎ចេះចឹងញោមញាតិទទួលបានធម៌ហើយក្នុងពេលនេះយើងទៅនិព្វានក៏ដោយសារធម៌ដែរហើយពធនេះទៀតសោតវិសេសវិសាលណាស់ញោមញាតិសម្រាប់តម្រង់ផ្លូវចាប់ពីជាតិនេះតទៅមុខគឺយើងលែងច្រឡំកំណើទៅនរកទៅប្រែទៅដេរឆានអសូរកាយអបាយ4ណាញោមណាធ្វើដំណើរដើរតាមព្រះវិសាខានៅឯឋាននិមាននរតីអនាថបណ្ឌកសេដ្ឋីនៅឯឋានដោះសិតទាំងពីរនាក់ហ្នឹងអត់ទាន់បានមួយខែទេញោមនៅឯឋានលើហ្នឹងអត់ទាន់បានមួយខែទេហើយញោមនៅនេះដល់ពេលខំធ្វើបន់ទៅស្លាប់ទៅកើតឋានសួគ៌ជួបវិសាខាជួបអនាថបណ្ឌកសិទ្ធិនៅក្នុងអត់បានមួយខែទេព្រះសិអាក៏នៅក្នុងដែរកុំទៅជឿណាថាព្រះសិអាចុះមកជួយស្រោចស្រង់សាសនាអីណាវាគ្មានក្នុងកពីទេព្រះសិអានៅដោះសិតមិនទាន់មកទេមិនទាន់ដល់ផុតសាសនាសមណៈគោតមមកបានព្រះសិអាចុះមកឥឡូវនៅសមណៈគោតមឡើយទេព្រះសិអានៅក្នុងញោមមើលដូច្នេះញោមទៅជួបព្រះសិអាជួបអនាថបណ្ឌកសិទ្ធិជួបវិសាខាទទួលពិតទៅថាយាយលោកនៅក្រមមកនិយាយដើមនិយាយរាល់ថ្ងៃលោកណាទេនិយាយតែដើមនិយាយរហូតរួចសួរទៅលោកយាយអើយជួបព្រះផ្ទាល់ព្រះសម្ដែងធម៌ថាមិនខ្លះមើលប្រាប់ខ្ញុំផងរាប់អានគ្នាជាមិត្តជាភក្តិឯនោះបដ ாய் ទៅនិយាយអញ្ចឹងអ្នកទៅឋានសួគ៌ហ្នឹងព្រះមោគលានញោមមោគលានឆាន់ហើយទៅឋានសួគ៌ទៅដើរសួរទេវតាឃើញទេវតាជុំអញ្ចឹងទៅស្រាប់តែមោគលានឃើញទេវតា25នាក់មកឲ្យតសងមកថ្វាយអង្គមព្រះជោឡាមនីចេតិយព្រះមោគលានសួរថាមនាលទេវធីតាទាំង25រូបនាងជាទេវធីតាមានរូបឆោមលងពណ៌ល្អណាស់តើនាងកាលនៅជាមនុស្សធ្វើបុណ្យអ្វីបានជានាងកើតមកឲ្យតសងដោយគ្នាស្អាតសម្រស់ស្រស់ដោយសម្រស់ទឹកអញ្ចឹងនាងទេវធីតាទាំង25រូបនោះក៏ឆ្លើយថាព្រះអង្គហើយព្រះអង្គខ្ញុំព្រះអង្គកាលនៅជាមនុស្សសុទ្ធតែអ្នកក្រទេប៉ុន្តែខ្ញុំព្រះអង្គតែងតែរួមគ្នាធ្វើបុណ្យពួកយើងសាមគ្គីគ្នាណាស់ថ្ងៃណាធ្វើចង្ហាន់លោកយើងធ្វើទាំងអស់គ្នាថ្ងៃណាធ្វើបុណ្យអីយើងជួយគ្នាពេលមួយណាព្រះអង្គយាយនេះបានលក់មួយក្តាប់យាយនេះបាយក្តាំងម្ដុំយាយនេះនំមួយយាយនោះបន្លែមួយក្តាប់យាយនេះផ្លែឈើមួយយាយនេះផ្លិតស្លឹកត្នោតមួយរួមគ្នាធ្វើបុណ្យពួកយើងឲ្យតែមានបុណ្យអីតែងតែរួមគ្នាចូលរួមគ្នាតិចម្នាក់មិនដែលខានទេហេតុនឹងហើយបានជាពួកយើងមកកើតជាទេវធីតាទាំង25រូបនឹងណាព្រះអង្គហើយបើសិនជាពួកយើងចុះទៅកើតជាមនុស្សវិញគឺនឹងចុះទៅទាំងអស់គ្នាដែរហើយបើតន់ព្រះសិអាមេត្រីក៏តន់ទាំងអស់គ្នាដែរ
ចឹងបានរំលឹកមកញោមញាតហ្នឹងព្រះសិរីបុត្រត្រឡប់មកវិញយករឿងហ្នឹងមកសម្ដែងប្រាប់ពុទ្ធបរិស័ទធ្វើអីក៏ដោយហៅគ្នាចឹងទៅស្ដាប់ធម៌ជុំគ្នាធ្វើបន់ជុំគ្នាទៅបើយើងទៅទេវតាទៅទាំងអស់គ្នាកុំឲ្យគេកើតជាមនុស្សទេវតារាន់ឯងជើង4កតុយមួយតែឯងណាញោមណាកុំឲ្យគេមកអង្គុយវងនេះរាន់ឯងទៅខ្វិនក្បែរភ្នក់អីណាញោមណាចឹងបានថាកើតជាមនុស្សតនសាសនាប៉ុណ្ណេះទោះបីព្រះអង្គនៅពៀនចោលយើងមែនប៉ុន្តែយើងបានតនសាសនាអ្នកខ្លះធ្វើបន់លបើកក្រញោមដោយទុកកតមាននប់ក្រជាងគេមកភូមិគេចែកគ្នាយកលោកឆាន់តាមផ្ទះគេឲ្យគាត់ចោះឈ្មោះយកលោកមកអង្គដែរដល់តែអ្នកបង្រើហ្នឹងគេច្រឡំឲ្យលោកតែអ្នកដតីអត់ទៅគាត់អត់មានបានលោកគេស្រាប់តែបានព្រះចៃដនបានព្រះយាងមកទទួលចង្ហាន់ផ្ទះគាត់ត្រេកអរណាស់មកជីវិតពីអ្នកប្តីប្រពន្ធមិនដែលបានធ្វើបន់មិនដែលបានធ្វើចង្ហាន់សង់ម្ដងសោះឥឡូវបានធ្វើម្ដងចំព្រះដោយសារគេបបួលគេបបួលគេបញ្យល់ថាអញ្ចេះថាអ្នកឯងដឹងទេមកភូមិមកស្រុកក្រជាងគេបំផុតហ្នឹងហើយខ្ញុំមើលមិនដែលឃើញអ្នកឯងធ្វើបន់ធ្វើទានដែរអញ្ចឹងមានន័យថាពីកន្លងមកអ្នកឯងក៏មិនដែលធ្វើបន់ដែរបានជាចិត្តនឹងក្រលំបាកអញ្ចឹងអ្នកឯងខំធ្វើបន់គេទៅក៏មិនអនាគតទៅក្រលំបាកទៀតគាត់ក៏យល់រឿងហ្នឹងក៏ខំយកលោកមកអង្គគេដើម្បីធ្វើបន់ហ្នឹងដល់ពេលព្រឹកឡើងគេយកលោកអស់គាត់អត់ខំទៅស៊ីឈ្នួលគេឡើងមួយថ្ងៃដើម្បីបានលុយមកធ្វើបន់ឥឡូវគេឲ្យលោកទៅគេអស់ទៀតគាត់យំបានគេលួងថាអ្នកឯងកុំយំអីនៅព្រះមួយអង្គនៅឯវត្តឯណោះមិនតន់ទទួលណាទេបានទទួលរត់ទៅនិមន្តព្រះអង្គទទួលមកទទួលចង្ហាន់ផ្ទះគាត់ធ្វើបានតែម្ដងហ្នឹងប្រអិនទេវតារាប់អានស្រឡាញ់គាត់នឹងខ្លាយទៅជាអ្នកមានស្ដុកសេដ្ឋីក៏ស្រឡាញ់គាត់បកុលព្រះជាបកុលតំណែងឲ្យជាមហាសេដ្ឋីទៀតញោមផ្ដល់ទ្រព្យសម្បត្តិឲ្យទៀតគាត់ឡើងឈឹបរស់ស៊ីមានបានសុខសាន្តសប្បាយបានក្នុងបច្ចុប្បន្នបានគេទៅសារថាធ្វើបុណ្យលំបើក្ររហ្មងញោមមិនបាច់ចាំអនាគតទេថ្មីជាតិនឹងក៏ដោយបានញោមចំណាំមើលអញ្ចេះអ្នកធ្វើបុណ្យមិនដែលឃើញក្រអ្នករិះធម្មជាងគេក៏មិនដែលឃើញមានជាងគេដែរណាញោមណាអ្នករិះធម្មជាងគេក៏មិនដែលឃើញមានជាងគេដែរហើយអ្នកធ្វើបុណ្យញយក៏មិនដែលឃើញក្រដែរនៅតែមានអញ្ចឹងពីព្រោះលោកថាសុខោបញ្ញសអុចយោអ្នកណាកសាងសន្សំបុណ្យនឹងឯងរមែងជួយយើងឲ្យបានសេចក្តីសុខរស់នៅបានយូរមិនមានជំងឺមិនមានអាពាហ៍បៀតបៀនឈឺក៏បន្តិចបន្តួចរត់ទទួលទានមានបានកើតការវាគុំដោយសារអំពើបុណ្យថែរក្សាអញ្ចឹងចាប់ពីពេលនេះទៅសូមឲ្យពធជាមលុបជួយបំភ្លឺផ្លូវញោមណាកុំឲ្យបង្វេញបង្វាន់ភ័ន្តច្រឡំទៅកើតនរកប្រែតដេរឆានអសូរកាយអបាយ4នាំខ្លួនមកកើតជាមនុស្សខ្វាក់ខ្វាន់ខ្វងថ្លង់កឡើយមេត្តាបៃតាដូនតាម៉ាកងចិត្តចែសោហេទាអ៊ីពេកៅរបស់យើងដែលចែកឋានទៅខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរ1000តម្រួតតាទុនយទូតាលេយលាសូមឲ្យហៅគ្នាមកទទួលកសលផលបុណ្យក្នុងទីនេះសោយសម្បត្តិទឹកតាមសេចក្តីប្រាថ្នាទេវតាទាំងឡាយសូមអនុមោទនាកសលផលបុណ្យរបស់ញោមហើយជួយថែអាសាការពារញោមទាំងអស់គ្នាឲ្យបានអាយុវែងសុខភាពល្អរស់នៅក្រោមម្លប់ពុទ្ធសាសនាយកព្រះធម៌ជាពលឺដើរតាមស្នាមព្រះជាគុណលំបាតកុំឲ្យបង្វេញបង្វាន់ភ័ន្តច្រឡំកំណត់ទៅកើតនរកប្រែតដេរឆានអសូរកាយអបាយ4នាំខ្លួនមកកើតជាមនុស្សខ្វាក់ខ្វាន់ខ្វងថ្លង់កពីកាយពីរាឡើយញោមញាតពុទ្ធបរិស័ទទាំងអស់មានបំណងប៉ុនប៉ងប្រាថ្នាយ៉ាងណាបានធ្វើបន់តទៅទៀតជាតិក្រោយវាអត់មានផ្លូវទេមានតែក្រលឹះនឹងទៀតហើយចឹងមានតែខ្ញុំគេមកយកចឹងទៀតក៏អីបើចឹងតោះខ្ញុំក៏ត្រេកអរដែរបានធ្វើបន់ណាប៉ុន្តែយើងបានលុយឯណាធ្វើបានកឯណាធ្វើនេះហើយបើចឹងតោះទៅស៊ីឈ្នួលគេទៅទាំងពីរអ្នកប្តីប្រពន្ធសេដ្ឋីទទួលធ្វើចង្ហាន់លោក100 200អង្គគេត្រូវការកម្មករអាប្តីបុកអង្គពោះអស់រែកទឹកអាប្រពន្ធនេះអមអង្គញោមមកអមអង្គស្ទៃបុកអមស្ទៃបុកធ្វើការថ្ងៃនេះធ្វើដោយកម្លាំងពេញចិត្តវាសបាយណាស់ដល់ឲ្យសបាយពេកចឹងទៅស្រាប់តែអត់ខ្លាចហត់សេដ្ឋីកេះប្តីប្រពន្ធមើលឯងមើលអ្នកពីរអ្នកហ្នឹងធ្វើការថ្ងៃហ្នឹងអីក៏ធ្វើក៏ប្រាំងម្លេះដល់តែល្ងាចហៅមកសួរថាម៉េចក៏ណែឯងខំម្លេះថាលោកអើយបានជាខ្ញុំខំហ្នឹងខ្ញុំទទួលលោកឆាន់មួយអង្គគេដែរហើយខ្ញុំនឹងវាត្រេកអរថាមួយជាតិហ្នឹងបានធ្វើបន់ម្ដងហ្នឹងសេដ្ឋីលឺអញ្ចឹងគាត់ជ្រះថ្លាគាត់ឲ្យថ្លៃពីចំណែកអានេះថ្លៃឈ្នួលណាហើយអានេះថ្លៃខ្ញុំជ្រះថ្លាហើយខាងប្រពន្ធនេះទៅសួរប្រពន្ធដូចគ្នានឹងដែរគេប្រាប់អញ្ចឹងទៅក៏ឲ្យពីចំណែកដែរអានេះថ្លៃឈ្នួលអានេះថ្លៃខ្ញុំជ្រះថ្លាឲ្យមានរបស់របរអីសម្រាប់ដាំស្លមកដល់ផ្ទះយប់នឹងពីរអ្នកប្តីប្រពន្ធវិចថ្នាក់មកហ្មងញោមបានអង្គក៏បានបន្លែស្លអីក៏បានតែប្រដាប់ស្លខ្លះហ្នឹងបានសពេអីចឹងមកយប់នឹងដេកសឹងឲ្យមិនលក់អញ្ចឹងឲ្យតែភ្លឺអាងបានធ្វើទៀនម្ដងស្រាប់តែវាភ្លឺឡើងទៅដាស់ប្តីឯងព្រឹកទៅរកបេះបន្លែមកអាប្តីចេញទៅដើរបេះបន្លែដូចយើងអញ្ចឹងទៅខាងក្រោយភូមិអញ្ចឹងមាត់ទន្លេមាត់ស្ទឹងអញ្ចឹងទៅដើរបេះទៅវាសប្បាយចិត្តបានធ្វើបុណ្យម្ដងជ្រៀងឲ្យទាំងព្រឹកនឹងត្មងបេះបដៅជ្រៀងបដៅបេះផលិតបេះតកួនបេះជើងបកងតកៀតច្រាច់អីចឹងណាញោមណាបេះជ្រៀងស្រាប់តែអ្នកនេសាទគេឆ្ងល់គេថាយីចុះគាត់ក្នុងថ្ងៃហ្នឹងក៏សប្បាយចិត្តអីក៏ប្លែកម្លេះក៏សួរថាណែឯងធ្វើអីហ្នឹងក៏សប្បាយម្លេះថាខ្ញុំធ្វើចង្ហាន់លោកដាក់បេះបន្លែនេះយកទៅប្រគេនលោកឆាន់ឥឡូវហើយខ្ញុំសប្បាយត្រេកអរហ្នឹងអ្នកនេសាទថាងាប់ហើយមិនដែលលោកឯណាមកឆាន់សាឡនឯងសុទ្ធតែបន្លែអត់ចឹងទេមែនទេឲ្យមកនេះដោតត្រីឲ្យខ្ញុំបន្តិចអង្គុយដោតឲ្យគេអានេះតម្រូវថ្លៃប៉ុណ្ណេះនេះតម្រូវថ្លៃប៉ុណ្ណេះជាប់ទៅគ្រប់ទៅគេថាចប់ហើយណែឯងទៅយកត្រីណាខ្ញុំខប់ទុកឲ្យណែឯង4នឹងភ្នោខ្សាច់ញោមមកយកត្រីនឹងទៅបានហ្មងត្រីក៏បានបន្លែក៏បាននិយាយពីអូយអូនៅក៏បានធ្វើបន់ម្ដងដើរទៅទាំងសបាយចិត្តញោមអាសេចក្តីត្រេកអរនឹងវាខ្លាំងទៅដល់ប៉ាននៅអត់សុខក្
ក្តៅឆេវដល់ប្រអិនចុះមកជួយដែរអូត្រូវតែចុះទៅជួយគាត់នឹងប្រអិនចុះមកដល់ប្រែកាឡាធ្វើជាអ្នកកាចាស់អែមួយញោមមកនិយាយពីចាស់ឡានតត្រាដើរមកទៅទីតតាក់ខំខោអាវមកទៅទីទៅទៀមមកសាពះថ្វាយអង្គមលោកអើយលោកមេតាអាណិតដល់ខ្ញុំផងខ្ញុំនឹងក្រណាស់ខ្ញុំនឹងមកសុំលោកឲ្យនៅទីពឹងខ្ញុំសុំស៊ីឈ្នួលផងអីថាហាមកស្រុកហ្នឹងមានអ្នកណាក្រជាងខ្ញុំទេមានតែខ្ញុំឯងក្រជាងគេបើយើងមិនមកពឹងខ្ញុំបានអីឲ្យធ្វើអេលោកឲ្យអាណិតមេតាជួយខ្ញុំផងខ្ញុំក្រណាអើក្រខ្ញុំនឹងវាក្រដែរធ្វើម៉េចឲ្យខ្ញុំសុំស៊ីឈ្នួលផងមានស្អីស៊ីបើខ្ញុំនឹងស៊ីឈ្នួលគេដែរហ្នឹងអីថាបើថាអើអាណិតមេតាជួយខ្ញុំផងលោកអើយវាជួយចេះចង់ជួយបើខ្ញុំនឹងវាមិនចេះវាមិនដឹងវាគ្មានទ្រព្យសម្បត្តិបើចេះធ្វើអីខ្លះហ្នឹងខ្ញុំចេះតែដាំមែងស្លចេះក៏ចម្លែកម្ល៉េះដាំមកពេលយកប្រមាណអីដល់សួរវិញថាឯងដាំធ្វើអីខ្ញុំដាំធ្លាប់គេលោកឆាន់ណាបើដាំធ្លាប់គេលោកឆាន់ខ្ញុំដាំជួយមិនបាច់យកលុយខ្ញុំសុំចែកបនខ្លះអីហ្នឹងគេសួរពុនមិនឯងឲ្យគេស្លក៏អីប្រពន្ធថាឲ្យគេស្លឲ្យទៅខ្ញុំអ្នកក្រអញ្ចឹងអ្នកក្រខ្ញុំណាអ្នកក្រតែមានទុកមានធុរៈគេចេះជួយគ្នាអញ្ចឹងបានឃើញញោមញាតិមួយចំនួនដែលគាត់ធ្លាប់ឆ្លងកាត់ជីវិតក្រខ្សត់ពេលដែលគាត់បានទៅដល់ទីឋានមួយដែលគាត់មានជីវភាពធូរធារហើយគាត់រមែងនឹកឃើញពីការកំសត់នៅលើមាតុភូមិគាត់តែងតែបរិច្ចាគច្រាក់ចាយចំណាយផ្ញើលុយផ្ញើកាក់មកជួយឧបត្ថម្ភអ្នកដែលធ្លាប់ហែលឆ្លងបទពិសោធន៍ក្នុងជីវិតកំសត់ទើបនៅនឹងបានដឹងថាវាពិបាកប៉ុណ្ណាអញ្ចឹងអ្នកធ្លាប់ក្ររមែងជួយគ្នាអ្នកក្រដូចគ្នាអញ្ចឹងស្រាប់តែគាត់នឹងឲ្យគេស្លទៅប្រអិនខ្លាយញោមស្លទៅដាក់សុតទៅវិជែងទឹកគ្រឿងសម្លបងសិតតែគ្រឿងទឹកស្រាប់តែងាកមកហៅនេះទៅមុនលោកមកទៅមុនលោកមកអីនឹងរត់វឹងទៅអណាទៅដល់គេអ្នកកាន់បជីគេចែកលោកទៅដល់ហៅនេះមកខ្ញុំមកយកលោកហើយដែលលោកបានខ្ញុំមកខ្ញុំមកយកនេះអីនឹងតម្លើងភ្នែកសម្លាញ់ហើយឲ្យគ្នាទៅ20តោផងផ្លេចឲ្យឆឹងឲ្យគេអស់អាលីងទៅហើយគេយកអស់អាលីងទៅហើយគ្នាផ្លេចឯងគ្នាផ្លេចទៅឯងកុំខឹងគ្នាណាញោមឲ្យតុនជង្គង់ដួលភីងអានីលដីយំតែហ្មងឯងឲ្យឯងម្សិលមិញយើងនិយាយគ្នាឲ្យតឡាំងច្បាស់លាស់ណាថាឲ្យគ្នាមួយអង្គបានជាគ្នាខំធ្វើការទាំងប្តីទាំងប្រពន្ធខំយ៉ាងហ្នឹងឥឡូវគ្នាខំប៉ុណ្ណឹងហើយស្រាប់តែឲ្យគ្នាវិនិច្ឆ័យទៀតគ្នាមិនដែលបានធ្វើបន់ទេបានម្ដងណែឯងឲ្យគ្នាវិនិច្ឆ័យយំអានីលដីបរោះនឹងសុំទោសលោកឲ្យកុំឲ្យខ្ញុំមានបាបកម្មអីខ្ញុំអត់មានចេតនាចង់ធ្វើបាបណែឯងទេណាឲ្យគ្នាសុំទោសឥឡូវខ្ញុំមានវិធីមួយមានមធ្យោបាយមួយណែឯងឡើងមកខ្សឹបប្រាប់ថាព្រះអង្គថ្ងៃហ្នឹងអត់ទទួលពីណាសោះហ្នឹងបើសិនជាឯងមានវាសនាមកក៏បានឯហ្នឹងលឺតែអញ្ចឹងងើបឈរឡើងបកខ្នងហើយខ្សាច់ឆ្លុបរត់តម្រង់ព្រះហ្មងញោមហើយវត្តជាតិពុនហ្នឹងនិមឺនកហបដីមន្ត្រីនៅឲ្យកកមុខគាត់ព្រះអង្គអត់ព្រមបើកទ្វារសោះឯហ្នឹងរត់ទៅជែកឯងទៅហ្មងគេថាណាខោអមអាវទៅណាអេស្រាញ់ខ្ញុំចូលរុកទៅដល់មាត់ទ្វារព្រះមាត់ទ្វារគាត់ខ្សឹបដាក់ទ្វារហ្មងព្រះអង្គហើយព្រះអង្គមកភូមិមកស្រុកនេះគ្មានអ្នកណាក្រជាងខ្ញុំទៀតទេមានតែខ្ញុំឯងក្រជាងគេព្រះអង្គឲ្យអនុគ្រោះខ្ញុំព្រះអង្គម្ដងមកគាត់តែនិយាយចប់ភ្លាមព្រះអង្គបើកទ្វារឲ្យបាតមកឲ្យប្រេះហើយនឹងទទួលតែបាតឡើងនិយាយពីអូយញោមព្រឺខ្លួនព្រឺរោមព្រឺស្បែកស្រាប់ប្រពន្ធនិមឺនគេសុំទិញណែសម្លាញ់ឲ្យមកគ្នាមកគ្នាឲ្យ100ហេអត់ទេមួយថាឲ្យមកគ្នាមកគ្នាឲ្យ1000អត់ទេឲ្យមកគ្នាឲ្យ10000ឲ្យបានមកគ្នាមកគ្នាឲ្យ10000អត់ទេលោកខ្ញុំយកលុយ10000 100 1000របស់លោកយកមកចាយអស់តែប្រហែលថ្ងៃនឹងខ្ញុំក្រខ្ញុំគេប្រហែលជាតិទៀតជាតិហ្នឹងដែលវានឹកឃើញថាបានធ្វើបន់ម្ដងធ្វើឲ្យកើតទោះជាមិនក៏ខ្ញុំត្រូវធ្វើឲ្យកើតដែរលោកស្ដេចថាមិនបាច់ទៅអំបវាទេផ្ទះវាក៏គ្មានអីអស្ចារ្យទេផ្ទះមើលមយល់អញ្ចឹងយ៉ាងច្រើនមានអីតិចតួចដូចថាស្រុកខ្មែរយើងគេហៅថាពហុអំបិលអញ្ចឹងណាយ៉ាងច្រើនពហុអំបិលអញ្ចឹងតែព្រះអង្គឆានរួចទៅចាំទៅយកព្រះអង្គមកឆាននឹងវាំងទៀតមកមិនអីទេតោះទៅតាមចាំយកព្រះអង្គឯនេះនាំព្រះទៅដល់ផ្ទះក្នុងទៀតបើណាចូលទៅតែមិនបានគោរពទេញោមប្រកាសជាពកចៅហើយតែមិនអោនពកចៅឲ្យផ្ទះគាត់ព្រះអង្គយាងទៅអាផ្ទះហ្នឹងដកជើងទៅសស្រើតឡើងលើដីវាផុតស្រិបទៅក្រោមទៅព្រះអង្គយាងចូលឲ្យមានទើសឲ្យមិនតិចឯនោះប្រហែលខ្លាយក្រៅកទេលអាសនៈរួចស្រេចព្រះអង្គឡើងគង់ញោមឲ្យស្ដេចនឹងនិមឺននឹងអង្គុយក្បែរនោះចាំនិមន្តព្រះអង្គតទៀតនោះស្រាប់តែពួកនេះប្រហែលខ្លាយជាចុងភៅហ្នឹងគេបើកក្របឆ្នាំងឡើងញោមអាក្លិនពីជែងទឹកដែលគេបោកហ្នឹងញោមមកនឹងស្អីទឹកឯអាឆ្នាំស្គាល់ដែរគ្រឿងប្រហែលបោកទឹកគ្រឿងទឹកស្រាប់តែបើកតែក្របឆ្នាំងមកវាចេញអាក្លិនហ្នឹងភាយឡើងមកវាក៏អូពោឈ្ងុយទៅប៉ះដល់ពពួកស្ដេចពួកនិមឺនមន្ត្រីអស់ហ្នឹងញោមទឹកមាត់ធ្លាក់ខ្ពាកមកហ្មងនឹកថាឯងមកអង្គុយចាំសឡគេគីឡូសឡគេវាមិនកើតអានយកព្រះអង្គទៅវាំងទ្រាំសឡគេអត់កើតហើយគេបានស្អីមកសឡលោកក៏ឈ្ងុយម្លេះឯងមានស្ដេចផងមិនដែលឈ្ងុយប៉ុណ្ណឹងគេសឡស្អីចេះក៏ឈ្ងុយទ្រាំបានហៅទឹកមាត់ខ្ពាកមើលទៅទ្រាំលែងបានទៅវាំងមុនហ្នឹងមិនកើតទេបើនៅនឹងហៅទឹកមាត់អស់ពីខ្លួនទៅវាំងបាត់ទៅបានរៀបចង្ហាន់ថ្វាយព្រះអង្គរួចស្រេចឆានរួចស្រេចចឹងទៅក៏បានជូនដំណើរព្រះអង្គទៅវិញបានប្រអិននឹងឲ្យរិទ្ធមាសពេជ្រកែវកងដែលប្រអិនខំថែរក្សាទុកជូនបរោះនឹងឥឡូវទម្លាក់មកឲ្យប្រើឬដបូលផ្ទះហាក់ដូចជាមេឃភ្លៀងអញ្ចឹងបរោះនឹងភ័យពេករត់ចេញមកក្រៅមនុស្សស្មោះត្រង់អត់ហ៊ានយកទៀតរត់ទៅប្តឹងស្ដេចព្រះអង្គឲ្យព្រះអង្គផ្ទះខ្ញុំព្រះអង្គមានមាសជ្រុះមកស្ដេចថាអាណាជ្រុះហួសផ្ទះកើបយកមកវាំងមកអាណានៅលើផ្ទះណែឯងយកទៅកើបយកមកដល់វាំងទៀតបានស្ដេចហៅមកតែងតាំងអ្នកឲ្យអ្នក
ណែឯងឈប់ធ្វើអ្នកក្រជាងគេមកខ្ញុំតែងតាំងតំណែងចាប់ពីថ្ងៃហ្នឹងទៅណែឯងធ្វើស្ដេចណែឯងធ្វើសេដ្ឋីទទួលតំណែងជាសេដ្ឋីគ្រប់គ្រងទ្រព្យសម្បត្តិហ្នឹងទៅហើយលែងទៅនៅអាកូនខ្ទមហ្នឹងនេះមកនៅកន្លែងដីវិមានចាស់គេឲ្យអាដីសេដ្ឋីគេចាស់ពីដើមមកខ្ញុំដីធំឲ្យដីហ្នឹងទៅធ្វើវិមានជួលជាងមកកាប់ដីហ្នឹងធ្វើផ្ទះធ្វើវិមានយកកាប់ចំពីងពី3ទៀតបើកពីងមើលសត្វតាមាសទៀតអីហ្នឹងទៀងត្រង់រត់មកប្រាប់ស្ដេចទៀតព្រះអង្គហើយកាប់ឃើញពីងសត្វតាមាសស្ដេចថារបស់ណែឯងណែឯងយកចុះគាត់នឹងញោមធ្វើបន់ម្ដងហ្នឹងលបើកក្រហ្មងក្នុងបច្ចុប្បន្នបានជាសេដ្ឋីហើយគេឲ្យទៅធ្វើផ្ទះកាប់ចំអាដីបានមាសបានអីមកទៀតហើយសេដ្ឋីមិត្តភក្តិជិតឆ្ងាយគេរាប់អានច្រើនឡើងគាត់បានសុខចម្រើនតាំងពីបច្ចុប្បន្នទៅត្មងរហូតស្លាប់ទៅបានឋានសួគ៌ទៀតខ្ញុំឃើញដែរនឹងការធ្វើបន់តិចក្រោយទូចក្តីឲ្យតែចិត្តជ្រះថ្លាអាចបានអញ្ចឹងប៉ុន្តែនិយាយខ្លះគាត់ឆ្ងល់ហើយចុះខ្ញុំកណាធ្វើរាល់ថ្ងៃមិនក៏មិនឃើញកាប់បានមាសភ្លាមដូចគេអញ្ចឹងឬក៏មិនឃើញបានបន់ភ្លាមអញ្ចឹងអត់ទេញោមធ្វើបន់ត្រូវតែបន់ជួយប៉ុន្តែយើងវាមិនទាន់បានបន់ភ្លាមហ្នឹងវាជាពាក់បាបគេពីមុនមកច្រើនញោមណាយើងហ្នឹងទៅធ្វើបន់វាមិនមែនចាំមកជាតិក្រោយបានឲ្យទេឲ្យផលតែជាតិហ្នឹងប៉ុន្តែមកពីអាបាបដែលយើងធ្វើពីមុនមកវាច្រើនវាដោះវាមិនទាន់រួចព្រោះតែកាលណាបាបហ្នឹងវាស្ដាងទៅបន់វាឲ្យផលហើយហើយអញ្ចឹងទៅហ្នឹងបានញាតិញោមខំសំបន់ហ្នឹងហើយម្យ៉ាងទៀតផ្ញើលុយផ្ញើកាក់មកជួសជុលពហិហ្នឹងញោមមកម្ដាយឪពុកយើងស្លាប់ទៅបានទទួលផលនេះផងជានិមិត្តរូបដាំពូជផ្ទះសម្បែងយើងទុកប្រើប្រាស់ផងរឿងពហិហ្នឹងបានជាវាមានរឿងពីជំនាន់ដើមជាងធ្វើពហិមកក្រុមនោះឃើញពហិវត្តខ្លួនឯងវាលបើកដបូលដល់តែលបើកដបូលមេជាងនោះគាត់ឆ្លាតបបួលគ្នាថាណែយើងមិនដែលបានធ្វើបន់ធ្វើទានអីគេមកយើងជួសជុលដបូលពហិវត្តយើងហ៎ក៏ជួសជុលក៏ជួសដែរនាំគ្នាទៅកាប់ឈើព្រៃមកជួសជុលពហិជួសជុលដបូលដីស្អាតចឹងទៅធ្វើតរស្អាតវិច័យដនថ្ងៃមួយទៀតនៅវត្តនោះលោកក្នុងវត្តនោះមិនមែនឆាន់បាញ់ឆែខ្ញុំនឹងឆាន់អីទេស្រាប់តែរៀកពេញមកវត្តរៀកអីស្រាប់តែដល់ឃើញលោករៀកពេញគាត់សើចតាហ្នឹងគាត់ថាគាត់អត់ដែលមានលុយធ្វើបន់ទេប៉ុន្តែគាត់ចេះអាថ្នាំរៀកហ្នឹងបើអញ្ចឹងបានបន់ណាអញធ្វើថ្នាំប្រគេនលោកសិនស្រាប់តែធ្វើថ្នាំប្រគេនលោកឆាន់មកវត្តហ្នឹងទៀតទៅលោកក៏បាត់រៀកអស់មកវត្តហ្នឹងទៅញោមមកទាំងក្រុមជាងពហិទាំងក្រុមមេជាងហ្នឹងគាត់រស់ស៊ីចេះតែមានបានកាក់កបមានឡើងរហូតស្លាប់ទៅកើតឋានសួគ៌អស់មកចន្លោះប្រពុតដល់តែសាសនាប្រពុតយើងហ្នឹងមកកើតជាពាកលថែតាំងពីកើតមកញោមមកមិនដែលស្គាល់ឈ្មោះស្គាល់អាពាក្យខ្សែថៃទ្រព្យសម្បត្តិពីតកូលដែលត្រូវទទួលកើតមកតកូលខាងនេះអាតកូលខាងនោះគេអត់កូននោះគេក៏ជួយទំនុកបំរុងកូននឹងយកសមជាកូនទៀតអញ្ចឹងសេដ្ឋីពីតកូលស្រឡាញ់កូននឹងតែមួយទំនុកបំរុង4ខែមកនៅខាងនេះ4ខែទៅនៅខាងនោះកូននឹងឯងបានសុខបានចម្រើនរហូតចាយពីមិនអស់ទ្រព្យសម្បត្តិរហូតដល់នឹកសង្វេគអញទ្រព្យសម្បត្តិជួយបានបច្ចុប្បន្ននេះតន្ទីទៀតស្លាប់ទៅយកទៅបាននេះហើយបើអញ្ចឹងនឹកឃើញនឿយណាយធ្លាប់បានរាប់ជាតិមកហើយសុំម៉ែទៅបួសដល់ទៅបួសទៅញោមតាំងពីបួសហើយ60ឆ្នាំអត់ដែលស្គាល់គេឈឺក្បាលហ្មងអត់ដែលស្គាល់គេវិលមុខហ្មងអត់ដែលស្គាល់គេឈឺពោះហ្មងនឹងអានិសង្ឃអីថាអានិសង្ឃមកពីគាត់បានធ្វើភេសជ្ជៈប្រគិនប្រសងផងហើយគាត់បានកើតក្នុងតកូលខ្ពង់ខ្ពស់ជាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនដោយសារគាត់នឹងបានជួសជុលកសាងពហិអញ្ចឹងអានិសង្ឃច្រើនណាញោមបើនៅតែសំដែងតទៀតក៏មិនកើតដែរពីព្រោះថាភ្លើងទៀនខាងកណាចិត្តតែលុតហើយបើអញ្ចឹងខ្ញុំកណាគិតថាជូនពរជូនជ័យប៉ុណ្ណេះគេហៅថាទានប្រគិនចំពោះបុគ្គលហើយនឹងប្រគិនចំពោះសង្ឃបានផលខុសគ្នាណាញោមដែលឮដែរគេរាប់ថាប្រគិនដល់សត្វដេរឆានបានប៉ុណ្ណេះអត្តភាពមនុស្សមានសិលប៉ុណ្ណេះអត្តភាពមនុស្សអត់សិលប៉ុណ្ណេះអត្តភាពអាពាក្យថាអត្តភាពនឹងរាប់ចូលនៅក្នុងបាតិបុគ្គលិកទានទេមកពីយើងរាប់ថាប្រគិនលោកនេះលោកនោះលោកគ្រូនេះអត់សិលលោកគ្រូនោះមានសិលលោកនេះត្រឹមត្រូវលោកនោះមិនត្រឹមត្រូវអាហ្នឹងបានទានយើងវាធ្លាក់មកនៅប៉ុណ្ណេះប៉ុណ្ណោះអត្តភាពប៉ុន្តែបើយើងដាក់ចិត្តឲ្យដាច់ឲ្យតែឃើញតុងជ័យក្រហមត្រនៅលើខ្លួនសម្គាល់ថាប្រសងមិនប្រកាន់ថាក្មួយអញក្មួយគេណែតាំងចិត្តប៉ុណ្ណឹងបនរំមិនឈ្នះបើញោមមិនជឿទេបើកមើលក្នុងបត្រៃ3ដកភាគ28ញោមផ្ទះកណាវិភាំងកសោតមានទាំងលេខយោងបច្ចៈទៀតកុំថាឡើយប៉ុណ្ណេះសូមបីអំណះតទៅគោត្រាក់ភូសងនឹងកើតមានឡើងគ្រាន់តែយកចតីក្រហមមកសៀតតិចយកចតីក្រហមមកចងកដៃសម្គាល់ថាសងមានប្តីមានប្រពន្ធធម្មតាធ្វើស្រែធ្វើចំការដោយតែគេដោយតែឯងដល់ប៉ុណ្ណឹងហើយនៅប្រពុតថាបើណាមកគោរពបកុលនឹងធ្វើបន់តាំងចិត្តថាធ្វើចំពោះប្រសងនៅតែបានបនបានអានិសង្ឃរាប់មិនអស់ហើយបើរាប់មិនអស់ផងអញ្ចឹងប្រគុណម្ចាស់ឲ្យខ្ញុំកណារាប់អាម៉េចទៅរាប់មិនអស់ទេប៉ុន្តែនៅក្នុងបត្រៃ3ដកព្រះអង្គសម្ដែងដែរអ្នកឲ្យគ្រឿងអាហារបិណ្ឌបាតនេះជាហេតុនាំឲ្យយើងកើតឡើងមកមានអាយុវែងមួយញោមណាមានពណ៌សម្បុរកាយល្អមួយហើយមានសេចក្តីសុខមួយមានកម្លាំងខ្លាំងមួយដូចជាលោកបញ្ជាក់ថាអនតោពលតោហៅតិអ្នកណាឲ្យគ្រឿងបាយគ្រឿងបរិភោគឈ្មោះថាឲ្យកម្លាំងអញ្ចឹងញោមគិតមើលសពថ្ងៃតាខ្លះអាយុ60ហើយប៉ុន្តែគាត់នៅខ្លាំងនៅដងទឹកយួរទឹកអីរួចណាញោមណាហើយនៅជិះកង់ជិះម៉ូតូខ្លួនឯងមិនបាច់ចាំគេដប់ទេប៉ុន្តែអ្នកខ្លះទៀតដើរយោងតែខ្លួនសឹងមិនរួចផងកម្លាំងមនុស្សខុសគ្នានឹងក៏អាស្រ័យពីការធ្វើទានពីចង្ហាន់នេះមកអញ្ចឹងដែរម្យ៉ាងទៀតណាបានធ្វើចង្ហាន់បិណ្ឌបាតនឹងកើតឡើងចេះហូបបាយទៀតដល់តែកើតចេះហូបបាយគេរុញមកឲ្យកើតជាមនុស្សមានបាយជាកម្មសិទ្ធិកើតឡើងមកចេះហូបបាយចេះអីចឹងមាន
មានបាយមានទឹកអីធម្មតាហូបទៅមិនខ្វះមិនកន្លះរួចទៅរកស៊ីចេះតែមានបានកើតកើនចម្រើនមាសពេជ្រកែវកងពិទូសូរកានដីធ្លីស្រែចម្ការអាហារនំចំណីត្រីសាច់មិនខ្វះមិនកន្លះឯអ្នកដែលមិនបានដាំពូជបណ្ឌបាតទុកដល់តែស្លាប់ទៅកម្មមាំងសត្វទេវិភេជតិយតិទាំងហើយណាបណៃតតាយៈកម្មវាបែងចែកកម្មល្អនិងអាក្រក់វាបែងចែកមើលឲ្យថ្លៃធ្នូឲ្យថោកទាបវាថាយាយនឹងបានដាំពូជបណ្ឌបាតទុកទេបានហូបបាយទេដាំពូជហូបបាយទុកទេអូគាត់អត់បានដាំពូជហូបបាយទេបើអញ្ចឹងគេរុញគាត់ឲ្យទៅកើតហូបស្មៅញោមអ្នកខ្លះកើតហ្នឹងហូបស្មៅតែហ្មងមួយជាតិអត់ចេះហូបបាយគេអ្នកខ្លះគេរុញឲ្យទៅកើតហូបតង្កូវតែកើតជាហូបតង្កូវមួយជាតិទៅអ្នកខ្លះគេរុញឲ្យមកកើតហូបស្លឹកឈើអ្នកខ្លះកើតហូបដីតែហ្មងញញោមគាត់ដែរមកពីគ្នានឹងវាអត់មានប៉ុនបានថាពេលប៉ុនអញ្ចឹងអ្នកអត់ប៉ុនក៏មកអ្នកមានប៉ុនក៏មកណាញោមអ្នកមានប៉ុនមកអង្គុយពេញក្នុងសាលាឆាន់ហ្នឹងអ្នកអត់ប៉ុនមកយកកតុយមួយមកគ្មានគិតរហលោកទេសមិនទេសទេមើលតែក្រោមចក្រានមើលតែកន្លែងណាមានឆ្អឹងមួយពណ៌បាប់យកទៅតែហ្មងគ្នាមករកតែហូបទេពីព្រោះគ្នាវាអត់បានដាំពូជបាយទុកបើអញ្ចឹងឲ្យគ្នារស់ដោយសារគេសំណេះសេះសល់ពីគេបានចឹងម្ដុំបានអីទិញទួយទៅគ្រាន់តែរស់ទៅណែនឹងមកពីអីមកពីខ្លួនឯងអត់កម្មសិទ្ធិអត់បានដាំពូជពីមុនបានប្រយ័ត្នអញ្ចឹងណាញោមហើយអញ្ចឹងញោមដឹងច្បាស់ប៉ុណ្ណឹងហើយដាំពូជសំទុកហើយអញ្ចឹងបានមានបាយមានទឹកហូបផ្ទាល់ខ្លួនឯងហ្នឹងញោមណាមិនទៅកើតជាជើង4កតុយមួយអីទេពីព្រោះតែជើង4កតុយមួយហ្នឹងគ្នាអត់មានបាយផ្ទាល់ខ្លួនទេបានតែគេឲ្យបើគេមកឲ្យអត់ដេញតែដើមគ្នាពេញហ្នឹងណាញោមណាហើយអញ្ចឹងខ្ញុំកណាឆ្លើយហ្នឹងមិនដឹងត្រូវមិនដឹងខុសទេមិនទាន់ឃើញឲ្យបន្ទុសោះឆ្លើយវែងពេកទេគីឡូរត់តែខុសទេក៏មិនដឹងអានិសងហ្នឹងមើលតាមដឹងមកច្រើនណាប៉ុន្តែប្រគិនប៉ុណ្ណេះចុះគីឡូប្រគុណម្ចាស់មហាថែហ្នឹងមានរឿងនិទានអីនិទានជូនញាតិញោមផងសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែលោកបានបកស្រាយរាយសេចក្តីមកឃើញថាត្រឹមត្រូវណាស់ញាតិញោមហើយគូនឹកសង្វេគអាសូរចិត្តអាណិតសត្វខ្លះដែលគ្នាកើតមកពុំមានចំណីអាហារហេតុដូច្នេះញាតិញោមគួរតែផ្សាយមេត្តាចំពោះសត្វឧទាហរណ៍ដូចជាឆ្កែដូចជាឆ្មាជាដើមនៅពេលដែលញាតិញោមហូបបាយសម្លឹងមើលមកស្លាព្រាញាតិញោមយកបាយទៅបញ្ចូលក្នុងមាត់វាមើលទៅមាត់យកបាយមកដួសក្នុងចានវាមើលមកចានបើសិនជាវាចេះនិយាយវាថាខ្ញុំសុំមួយម៉ាត់មកខ្ញុំឃ្លានណាស់ប៉ុន្តែវាមិនចេះនិយាយចឹងហើយបានគេថាភ្លៀងធ្លាក់ទឹកកាត់ខាត់សែកយមអាសូររូបខ្ញុំកើតជាក្អាត់មិនបានធ្វើបន់ពោះព្រោះជាសត្វលំបាកពេកក្តាត់ក្រៃណាស់ណាពពួកសត្វអស់ទាំងហ្នឹងគឺមានការលំបាកវេទនាក្រំគ្រាជាទីបំផុតមានពពួកសត្វខ្លះត្រូវអស់រទេះអីជាដើមពពួកសត្វខ្លះត្រូវគេជួត្រូវគេរស់ត្រូវគេវាយត្រូវគេទាត់ត្រូវគេធាក់ត្រូវគេតាក់ត្រូវគេបង្រាត់ត្រូវគេបង្រាស់ឲ្យប្រាស់ឲ្យព្រាត់ពីក្រុមគ្រួសារនេះដោយសារអីញោមដោយសារតែកើតកំណើតជាសត្វដេរឆានមិនបានមានឱកាសនឹងធ្វើបន់ឥឡូវនេះញាតិញោមពុទ្ធបរិស័ទសុទ្ធទាំងតែជាអ្នកមានបន់មានឱកាសធ្វើបន់តាក់ទងទៅនឹងរឿងសង្ឃទាននេះញាតិញោមពុទ្ធបរិស័ទទាំងឡាយធ្វើទានអ្វីក៏ដោយត្រូវតែលះឲ្យដាច់កុំឲ្យលះមិនដាច់នឹងមានរឿងមួយក្នុងចំនួនព្រះញាតិញោមពុទ្ធបរិស័ទទាំងឡាយគឺរឿងមច្ឆរិយសេដ្ឋីមច្ឆរិយសេដ្ឋីនឹងនិយាយពីរឿងសេដ្ឋីនឹងគឺអស្ចារ្យណាស់សម្បូរទ្រព្យមហាសែនសម្បូរប៉ុន្តែកំណាញ់មិនសូវហ៊ានធ្វើទានមិនសូវហ៊ានចំណាយលុយកថាវិការគេទេព្រោះខ្លាចអស់លុយកំណាញ់នឹងខ្លាចអស់លុយថ្ងៃមួយឃើញគេចាក់នំបែងអានំដែលគេចាក់មកកប៉ាំងស្តៀងបាញ់ឆែវនំបាញ់ឆែវនឹងបែងស្តៀងតែគ្នាដែរខ្ញុំអានំនឹងវាឈ្ងុយមើលទៅតំណងឆ្ងាញ់តែថៃនឹងក៏នឹកចង់អាស៊ីនំបែងនឹងប៉ុន្តែមិនហ៊ានសុំគេទេខ្លួនឯងវាសេដ្ឋីទៅដេកទទួលភួយនៅផ្ទះនឹងប្រពន្ធក៏សួរបងថៃខាងមិនឈឺអីទេប៉ុន្តែចង់ស៊ីនំបែងគ្រាន់តែចង់ស៊ីនំបែងប៉ុណ្ណឹងចាំបាច់ទៅទទួលភួយតោះគិតធ្វើនំបែងសេដ្ឋីនឹងគិតទេធ្វើនៅក្រោមនឹងមិនកើតទេក្រែងលោមានគេមកដណ្ដើមមកសុំអីទៅវីវទៅទៀតឥឡូវបងគិតធ្វើនៅណាធ្វើនៅប្រាសាទជាន់ទី7គ្រាន់តែនំបែងប៉ុណ្ណឹងហេតុតែខ្លួនកំណាញ់ក៏ធ្វើនៅប្រាសាទជាន់ទី7និយាយរឿងព្រះអង្គប្រមាលមើលលោកបនិស័យនៃសត្វមច្ឆរិយសេដ្ឋីក៏ចូលក្នុងបណ្ដាញាណរបស់ព្រះអង្គក៏ត្រូវតែប្រោះបានក៏ប្រមាលមើលលោកបនិស័យថាសេដ្ឋីនឹងមាននិស័យជាមួយមោគលានក៏ប្រើមោគលានឲ្យមកប្រោះនៅជាន់ប្រាសាទទី7ប្រមោគលានក៏សម្ដែងបានឯហាសម្ដែងរត់ឡើងជាបណ្ឌុកច្បាំងឈរនៅលើបណ្ឌុកច្បាំងបិណ្ឌបាតនៅមាត់បង្អួចនឹងសេដ្ឋីភ្ញាក់ខ្លួនព្រឺទៅចំឯងថាមកចាក់នំបាយនៅប្រាសាទជាន់ទី7ក្រែងលោមានគេសុំឥឡូវនៅតែមានអ្នកមកសុំទៀតបាត់ទ្វារនឹងផឹងដែរខ្ញុំប្រមោគលានក៏ទៅកន្លែងប្រអួចមួយទៀតសេដ្ឋីក៏បាត់ប្រអួចនឹងទៀតទៅប្រអួចមួយទៀតបាត់ទៀតទៅប្រអួចមួយទៀតសេដ្ឋីនឹងមើលទៅបើមិនឲ្យបន្តិចមិនទៅណាទេអស់ម៉ែវាបេះឲ្យបន្តិចបេះហើយមិនដាច់តោះញាតិញោមពុទ្ធបរិស័ទចាក់អាណាមួយបន្តិចប្រគេនទៅលោកចង់ឆាន់នំបាយយ៉ាងហ្នឹងចាក់ទៅប៉ុន្តែចាក់វាមិនតិចវាទៅជាច្រើនណាអាហ្នឹងច្រើនជាងមុនផងឲ្យអាមុនឲ្យ
ឲ្យចុះឲ្យឡើងបេះក៏មិនដាច់ក៏ប្រគេនទៅលោកទាំងអស់ទៅព្រះអង្គទ្រង់និមិត្តឲ្យឃើញភិក្ខុសង្ឃបានឆាន់គ្រប់អង្គនំបាយប៉ុណ្ណឹងនេះតាក់ទងនឹងសង្ឃទានញាតិញោមពុទ្ធបរិស័ទទាំងឡាយប៉ុន្តែរឿងនេះគឺមច្ឆរិយសេដ្ឋីកាលពីដើមគាត់មិនទាន់មានសទ្ធាទេប៉ុន្តែពេលដែលឃើញព្រះសង្ឃនឹងលោកសគុតសគុំលោកគោរពធម៌ប្រតិបត្តិវិន័យក្នុងពុទ្ធសាសនាសម្រួមបានល្អព្រះសង្ឃឆាន់ក៏មានរបៀបរៀបរយមានអនាម័យក៏ជ្រះថ្លាក្នុងពុទ្ធសាសនាបានធ្វើសង្ឃទានចំពោះព្រះសង្ឃរៀងរៀបដរាបដល់គាត់អស់ជីវិតក៏បានទៅកើតក្នុងឋានសួគ៌សុគតិភពដែលមានសេចក្តីសុខចម្រើននេះតាក់ទងរឿងសង្ឃទានគឺបានផល្លានិសង្ឃច្រើនណាស់ឲ្យតែញាតិញោមសម្គាល់ដោយអនុថែប្អូនបានបញ្ជាក់អញ្ចឹងអនុថែប្អូនលោកប៉កែណាញោមចឹងតើបានជាល្បីល្បាញដល់ក្រៅប្រទេសក៏មានក្នុងប្រទេសក៏មានឬតែល្បីសម្លេងអនុថែមានទាំងក្រៅប្រទេសមានទាំងក្នុងប្រទេសញាតិញោមពុទ្ធបរិស័ទទាំងឡាយឥឡូវដឹងថាអនុថែល្បីបើល្បីអញ្ចឹងខ្ញុំកណាសួរទៀតព្រោះថាថ្ងៃនេះញាតិញោមពុទ្ធបរិស័ទទាំងឡាយបានធ្វើសង្ឃទានហើយក៏បើយើងគិតពិចារណាទៅវាចាត់ចូលជាតក្កិណានុបទានដែរខ្ញុំកណាឆ្ងល់អ្វីទៅជាតក្កិណានុបទានអនុថែសូមអនុថែប្អូននិមន្តវិសាចនីហន្តេថេរៈអ្វីទៅជាតក្កិណានុបទានតក្កិណានុបទានគឺបុណ្យណាអង្គម្ចាស់សូមនិមន្តជ្រាបតក្កិណានុបទានគឺបុណ្យដឹងថាតក្កិណានុបទានគឺបុណ្យហ្នឹងប៉ុន្តែបុណ្យតក្កិណានុបទានប្រែថាម៉េចសូមនិមន្តបកប្រែហន្តេថេរៈច្បាស់ល្អណាស់សូមនិមន្តបកប្រែបុណ្យតក្កិណានុបទានគេប្រែថាតាមហុចតាមឧទ្ទិសតាមផ្ដល់តាមជូនឪពុកម្ដាយជីដូនជីតាប៉ាម៉ាក់ម៉ាកងចឹកចែសោហៀទ្រាអ៊ីបេកើដែលបែកចែកឋានទៅទោះជាខ្មោចមុនខ្មោចក្រោយ100ជាន់1000តម្រួតដែលយើងមិនបានដឹងនោះកាលពីខំបកើតយើងមកខំទៅរស៊ីញោមមកដើម្បីចិញ្ចឹមកូនឪពុកម្ដាយខ្លះហ៊ានបង្រត់បង្រាស់សត្វទាំងរស់លក់បំបែកបំបាក់សត្វទាំងរស់រស៊ីភូតកុហកបោកប្រាស់ក៏មានកែងកាប់លឹបខងវាយបដកគូតកំប៉ុងវល់ឲ្យវាចំណេញបតោងភ្នែកជីងបាត់គេមកខំហើយចេះតែភូតចេះតែពីកុហកសត្វវាធ្លាក់លើខ្លួនកូនក៏តស៊ូដែរដើម្បីឲ្យតកូនសុកស្រួលសម្រាប់សត្វមិនថាតែក្អែបតែពស់អីវាលើកូននេះតែខ្ចាតម្រៃវាមកឲ្យវាផងវាយងាប់ឥឡូវក៏មកវាលើកូនអញការពារសពយ៉ាងពេលដែលស្រុកមានភ័យអាសន្នអន់ក្រគាត់ខ្វះខាតរហូតបេះបោចរបស់អ្នកដទៃអញ្ចឹងមិនដឹងថាគាត់ស្លាប់ទៅកើតឯណាទេតម្រាំចិញ្ចឹមកូនរួមមិនដែលថាឪពុកម្ដាយយើងនឹងមិនបានធ្វើទេគាត់ធ្វើអំពើបាបច្រើនណាស់អ្នកខ្លះមកវត្តស្រាក់ពេញទៅវិញពេញដដែលពីព្រោះនឹកដល់កូននៅផ្ទះអ្នកខ្លះមកបនគេជួយរៀបបង្អែមផ្លែឈើនំនែកគេស្រាប់តែសល់បាននំមួយពីរដាក់កប៉ៅទៅផ្ទះវិញដែរញ៉ាកូនជួនកាលមកបនគេអញ្ចឹងទៅឃើញបបរគេឆ្ងាញ់នោះបច្ចេមួយចានតាមច្បារជែកផ្លេចទាំងយកចានមកទល់ថ្ងៃហ្នឹងទៅទៀតមកពីអីមកពីនឹកទៅដល់កូនអំពើបាបឪពុកម្ដាយហ៊ានធ្វើសពយ៉ាងដើម្បីឲ្យកូនរស់តើក្រោយពីគាត់ស្លាប់ទៅគាត់ទៅកើតឯណាយើងអត់ដឹងតែហ្នឹងដល់តែយើងមិនដឹងតែហ្នឹងហើយយើងនឹកថារស់រៀនមានជីវិតទល់ថ្ងៃហ្នឹងដោយសារគាត់ហ្នឹងអញ្ចឹងហើយមិនដឹងថាគាត់ទៅឯណាទេបើចង់ជូនបាយជូនទឹកយើងហុចផ្ទាល់អត់បានប្រពុតត្រង់សម្ដែងថាតក្កិណានុបទាសាមិលុះណាតអ្នកនៅរស់ហ្នឹងធ្វើបុណ្យតក្កិណានុបទានឧទ្ទិសទៅបានដល់គាត់បើយើងទៅហុចជូនគាត់គេលោហុចទៅវាមិនឃើញយើងមិនដឹងថាហុចតាមណាបានប្រពុតថាឧទ្ទិសជូនទៅហ្នឹងជាតក្កិណានុបទានហ្នឹងធ្វើទៅដើម្បីឲ្យបានដល់ឪពុកដល់ម្ដាយជីដូនជីតាម៉ាកងរបស់យើងដែលស្លាប់ទៅនឹងឯងនឹងឲ្យជាតក្កិណានុបទានណាអង្គម្ចាស់បើមិនជឿទេចាំចុះទៅសួរលោកអាចារ្យមើលបើមិនចឹងសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែឆ្លើយមកនេះខ្ញុំកណាឲ្យបន្ទុក8ឥឡូវសួរទៅទៀតអនុថែថាតក្កិណានុបទានតាមបំពេញឧទ្ទិសឲ្យនៅតក្កិណានុបទានតក្កិណាទានតាមបំពេញនឹងតាមបំពេញយ៉ាងម៉េចអនុថែស្លាប់ទៅតាមគាត់ឬក៏យ៉ាងណាសូមវិសាចនីតាមបំពេញហ្នឹងគឺតាមធ្វើឲ្យពេញណាអង្គម្ចាស់សូមជ្រាបសាធុជ្រាបហើយតាមធ្វើឲ្យពេញហ្នឹងធ្វើរបៀបណាខ្លះសូមវិសាចនីបាអេថេរៈឲ្យបន្ទុខ្ញុំកណា8កឹមប្រឡងឈរមាសផ្ដាច់ឆ្នាំបញ្ចប់ម្សិលមួយថ្ងៃឥឡូវបាន8បន្ទុប្រហែលជាជាប់យ៉ាងមើលទៅបើសិនជាជាប់មែនអរប្រគុណណាញាតិញោមជាពុទ្ធបរិស័ទតាមបំពេញហ្នឹងយើងមិនដឹងថាពុកឬម៉ែឪនៅត្បូងឯជើងទេគាត់នៅឯជើងយើងហុចទៅឯត្បូងគេលោកគាត់មិនអាចទទួលហើយបើគាត់នៅឯកើតយើងហុចទៅលិចគេលោកគាត់មិនអាចទទួលអញ្ចឹងមានតែតក្កិណានុបទានហ្នឹងឧទ្ទិសទៅដើម្បីឲ្យបានដល់គាត់ធ្វើឲ្យពេញហ្នឹងគឺថាបានន័យថាឲ្យគាត់បានហូបគាត់នៅឯណាក៏ដោយទៅចាក់
ប់ជាតិកំណត់ឯណាដឹងតែបានហូបបានគេធ្វើតែខេណានុបទាននោះដើម្បីឲ្យវាពេញបានសមរម្យដល់គាត់ហូបត្រូវអ្នកធ្វើនឹងធ្វើទៅដោយកិច្ច2ហេតុ3ណាអង្គម្ចាស់សូមជ្រាបសាធុធ្វើប្រកបទៅដោយកិច្ច2ហេតុ3ឥឡូវហេតុ3ទុកម្លែកផ្នែកខាងក្រោយសួរពីរឿងកិច្ច2អនុថែថាកិច្ច2មើល2យ៉ាងហ្នឹងអ្វីខ្លះអនុថែសូមវិសាចនីអាចន្ទកិច្ច1ឧទ្ទិសកិច្ច1សូមជ្រាបសាធុអត់ទាន់ជ្រាបទេព្រមដឹងភាសាអីអចិន្នកិច្ចរបស់ចិនក៏មិនដឹងហើយទិសកិច្ចនឹងកិច្ចយ៉ាងម៉េចអនុថែសូមអនុថែប្អូននិមន្តបញ្ជាក់បកស្រាយមើលសូមវិសាចនីបាទទេថេរៈអចិន្នកិច្ចមិនមែនកិច្ចរបស់ចិនហើយក៏មិនមែនកិច្ចរបស់យួនដែរកិច្ចរបស់ខ្មែរយើងទាំងអស់គ្នាពុទ្ធបរិស័ទពាក្យថាតែកេណានុបទានញោមចំណាំមើលដើម្បីធ្វើបុណ្យឲ្យបានដល់ឪពុកដល់ម្ដាយយើងបើម្លងកិច្ច2ហ្នឹងអត់បានទេញោមណាកុំឲ្យខានកិច្ច2ទី1អចិន្នកិច្ចកិច្ចសន្សំកិច្ចប្រមូលឯឧទ្ទិសកិច្ចកិច្ចឧទ្ទិសកិច្ចបញ្ជូនប្រៀបឧបមាដូចជាម្ដាយយើងអត់មានលុយយើងចង់ឲ្យគាត់បានលុយកិច្ចទី1ឧទ្ទិសអចិន្នកិច្ចគឺយើងទៅប្រមូលសិនទៅរកលុយរកកាយបានសិនដល់តែបានមកហើយវានៅជារបស់យើងឡើយទេឪពុកម្ដាយអត់ទាន់បានទេបានយើងយកមកជូនគាត់គេហៅថាឧទ្ទិសកិច្ចបានគាត់បានខ្ញុំឃើញដែរអម្ដាយឪពុកនៅព្យួរស្រែនោះនៅព្យួរស្រែក្រៅនោះក្រៅភូមិហើយយើងនៅឯផ្ទះចង់ឲ្យគាត់បានបាយហូបបើមិនទាន់ដាំផងផ្ញើស្អីទៅអញ្ចឹងទី1អចិន្នកិច្ចដាំបាយសិនស្លសិនហើយដល់ធ្វើបាយនឹងឲ្យកើតហើយបានឧទ្ទិសកិច្ចបានគេបញ្ជូនបាយនឹងទៅអញ្ចឹងប៉ុននឹងអញ្ចឹងដែរចង់ឲ្យបានប៉ុនដល់ឪពុកដល់ម្ដាយទី1កូនចៅទាំងអស់គ្នាមកធ្វើឲ្យកើតជាប៉ុនសិនដល់ឲ្យធ្វើឲ្យកើតជាប៉ុនហើយបានកិច្ចទី2ឧទ្ទិសបញ្ជូនទៅអាធ្វើឲ្យកើតជាប៉ុននឹងធ្វើតាណាគេមកចាក់បាញ់ឆៅណាចាគេនាំគ្នាឧទ្ទិសក្រោយពីយើងប្រគេនភេទជ្ជៈប្រគេនចង្ហាន់បានជន់ដល់ប្រសងហើយក៏មកបញ្ញាប់ឡើងពេកជួនកាលកូនចៅខ្លះបញ្ញាប់នៅរវល់ឯណាគេថាមកចូលមកប្រគេនផ្លែតចូលមកវេមកឧទ្ទិសផ្លែតបញ្ញាប់ធ្វើអីមិនកើតទេជាប់រវល់ឯនេះអូញោមឲ្យប៉ុនទៅរំលងកន្លែងនឹងចេញតែកណានុបទានអត់ចំតួទេប៉ុនសំណប់ធ្វើមាន10យ៉ាងមិញប៉ុន្តែទានពិបាកធ្វើត្រង់អញ្ចឹងតែធ្វើមិនត្រូវមិនឡើងជាទានឧបមាថាពេលប្រគេនពេលវេពេលឧទ្ទិសនឹងយើងម្ចាស់ប៉ុនម្ចាស់ទានមិនបានមកធ្វើតែរំលងតែនឹងខាតតែហ្មងប៉ុននឹងមិនមែនថាអត់ទេបានដែរប៉ុន្តែបានតែខ្លួនយើងត្រង់អ្នកស្លាប់ទៅអត់បានទទួលអញ្ចឹងទោះជារវល់ប៉ុណ្ណាចូលមកផ្លែតមកប្រគេនឧទ្ទិសខ្លួនឯងហើយកុំតែប្រគេនហើយនៅខ្ញុំឡើងប្រុចអាហ្នឹងឧបមាថាម្ដាយនៅឯម្ពិញឪពុកនៅឯម្ពិញហើយកូនចៅគេផ្ញើផ្លែឈើពីហ្នឹងទៅឲ្យឪពុកម្ដាយឃើញឡានគេឈប់នៅមុខនោះជូនផ្លែឈើយកទៅដាក់ឡានដាក់ទៅហើយវឹងត្រឡប់មកវិញដល់តែអ្នកឡានគេបើកដល់ម្ពិញយកទៅឲ្យពីណាបើគេមិនប្រាប់ថាម៉ែឪគេឈ្មោះអីនៅឯណាផងណែអញ្ចឹងមកគេហូបអស់ហើយយ៉ាងណាមិញយើងអញ្ចឹងដែរប្រគេនទានរួចស្រេចហើយយើងត្រូវប្រាប់សិនខ្សឹបក្នុងចិត្តថាណែទាននេះសូមឧទ្ទិសជូនដល់ម្ដាយដល់ឪពុកជីដូនជីតាខ្ញុំឈ្មោះនេះស្លាប់នៅនេះនោះឬក៏ថាគាត់ហៅគ្នាគាត់មកទទួលមកអញ្ចឹងទៅគេប្រាប់អាសយដ្ឋានប្រាប់ឈ្មោះអញ្ចឹងដូចយើងដាក់ផ្លែឈើហើយយើងប្រាប់ថាម៉ែខ្ញុំនៅផ្ទះលេខប៉ុណ្ណេះឈ្មោះនេះអញ្ចឹងទៅហើយផ្លូវប៉ុណ្ណេះអញ្ចឹងទៅអ្នកឡានគេសំណុកយកទៅឲ្យយ៉ាងណាមិញយើងប្រគេនទានអញ្ចឹងដែរយើងឧទ្ទិសជូនទៅហ្នឹងយើងប្រាប់ឈ្មោះខ្សឹបខ្សៀវខ្លួនឯងអញ្ចឹងទៅអាហ្នឹងបានញោមណាមិនសំខាន់នៅលើអាចារ្យអានឈ្មោះទេញោមគេរឿងគេអានឈ្មោះហ្នឹងគេគ្រាន់តែជួយគេហៅថាជួយលើកម្លាំងចិត្តទេប៉ុន្តែដែលបានមិនមែននៅលើអាចារ្យទេគឺនៅខ្លួនឯងឧទ្ទិសមិនឧទ្ទិសឯនេះទេណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែលោកបានបញ្ជាក់ពីរឿងកិច្ចពីរយ៉ាងនេះញាតិញោមពុទ្ធបរិស័ទស្ដាប់បានហើយឯខ្ញុំកណាក៏ស្ដាប់បានដែរអញ្ចឹងសូមសួរអនុថែបន្តទៅទៀតកិច្ចពីរយ៉ាងបានបញ្ជាក់រួចហើយចុះហេតុ3យ៉ាងនឹងយ៉ាងអ្វីខ្លះអនុថែសូមវិសាចនាបានសម្រាប់ទេញោមអើយអាត្មាខំប្រងថាឆាន់ទឹកមួយសិនឲ្យស្រាប់តែមិនតាន់បានផងវឹងមកទៀតឲ្យសួរមកទៀតឲ្យញោមណាហេតុ3យ៉ាងនោះអាមិនទៅដែរហេតុដែលនាំឲ្យសម្រេច3យ៉ាងអ្នកធ្វើទៀនត្រូវកុំរំលងហេតុទាំង3យ៉ាងហ្នឹងញាតិញោមជាពុទ្ធបរិស័ទទី1ហៅថាអត្តនោអនុមោទនេអ្នកទី2ទាយកាណាងឧទ្ទិសេអ្នកទី3ឲ្យឈ្មោះថាពោជនីយសម្បទាយៈឥឡូវយើងធ្វើការបកស្រាយជាភាសាខ្មែរហេតុទី1ចង់ឲ្យបានដល់ឪពុកដល់ម្ដាយទាមទារឲ្យកូនចៅម្ចាស់ទានប្រធានបុណ្យអ្នកចូលមកប្រគេនផ្ទាល់ខ្លួនឯងមុននឹងប្រគេនសមាទានសិលសិនហេតុអីបានជាសមាទានសិលលោកខ្លះថាទេខ្ញុំមិនទាន់ថ្វាយខ្លួនផងខ្ញុំមិនបាច់សមាទានសិលទេគង់អាយុនឹងដាច់សិលវិញដដែលដាច់នាំមកដាច់សិលរឹតតែបាបមិនមែនទេញោមសមាទានសិលមិនមែនរឹតតែបាបទេបាន1ម៉ោងក្តី2ម៉ោងក្តីវាគ្រាន់បើជាងអត់សោះវាមានន័យច្រើនយ៉ាងទី1អាយុយើងវាមិនទៀងញោមណាបើយើងកំពុងតែមានសិលស្លាប់ព្រោះទៅបានកើតជាទេវតាញោមមើលនាយសំពៅទាំង700នាក់ទៅជួញសំពៅទៅដល់កដាលសមុទ្រទៅក៏វាស្រាប់តែ
ខ្យល់ធ្លាយសពៅនឹងលិចចូលទៅគេភ័យលាន់ហើយស្រាប់តែនាំគ្នាសមាទានសិលពីបរោះម្នាក់ដែលគាត់មានសិលនោះគឺតួអង្គពុទ្ធិស័ក្តិសមាទានសិលចប់សពគ្រប់ទៅទឹកលិចស្លាប់ទាំងអស់គ្នាទាំង700នាក់ញោមគិតមើលហើយសួរថាបានប្រមាណមកស្លាប់ព្រោះទៅកើតក្នុងឋានសួគ៌ទាំងអស់គ្នាញោមណានៅតាបតੰឯណោះវាមានកម្ពស់12យោជន៍អ្នកដែលមេគេហ្នឹងកើតជាទេវបុត្រទាំងអស់គ្នាទេវបុត្រហ្នឹងហោះចុះមកថ្វាយអង្គមសួរសំណួរព្រះទៀតកាលព្រះអង្គមិនទាន់ប្រេតនិព្វានយើងឃើញថាបានសិលមួយផ្លែតក៏គ្រាន់បើដែរអញ្ចឹងអាយុជីវិតយើងវាអត់ទៀងអញ្ចឹងថ្ងៃណាមួយទៅក្រែងលោស្លាប់ទៅមិនទាន់បានថ្វាយខ្លួនផងមិនវល់ដល់ហើយគេលោកទៅយមរាជហៅសួរថាម៉េចយាយនៅជាមនុស្សដែលធ្វើបុណ្យធ្វើទានអាសាសិលអីគេដែរអត់ផងខ្ញុំថាចាំរៀបកូនអស់ចាំចូលថ្វាយខ្លួនកាន់សិលស្រាប់តែឥឡូវរៀបកូនមិនទាន់អស់ផងក៏ស្លាប់មកត្មងទៅណោស្រេចត្មងទៅហើយញោមហើយបើមិនចង់គេសួរថាយាយនៅជាមនុស្សដែលធ្វើបុណ្យអីគេដែរអត់ផងថាចាំឡើងប្រាំងពី3ឆ្នាំទៀតបបួលបងប្អូនកូនចៅធ្វើបច្ច័យ4ម្ដងឥឡូវវាមិនទាន់4 5ឆ្នាំផងក៏ស្លាប់ទៅបានអីទីពឹងទៅញោមអញ្ចឹងអាការស្លាប់វាអត់ទៀងទេមានទ្រព្យតិចតួចមែនញោមណាបើគេបបួលហៅធ្វើបុណ្យហើយគេថាបកុលពួកខ្លះគេបបួលលះឲ្យចេះធ្វើបុណ្យគេថាចេះតែប្រកែកថាជាប់ការងារកំពុងតែកុនឲ្យទៅធ្វើបុណ្យហ្នឹងទៅមិនកើតទេប៉ុន្តែដល់តែខ្លួនស្លាប់ទៅប្រពន្ធកូនចៅញាតិផៅនោះគេសែងយកទៅដុតយកទៅកប់ចោលទៅទេមិនក៏មិនប្រកែកថារវល់ទៀតទៅបកុលបែបនេះហៅគ្មានតម្រេះចេះគិតឲ្យជ្រៅនឹកស្មានថាខ្លួននឹងចេះទៅរស់នៅមិនអាចនឹងទៅនៅដល់ចាស់សក់ស្មាននឹងខុសសក់អត់ស្ដាយទៅនោះដែលខ្លួនកើតមកថាជាប់ការងារបង្វេងជ្រោយជ្រកមិនគិតស្វែងរកទានសិលភាវនាត្រូវតែប្រឹងប្រញាប់ធ្វើបុណ្យឲ្យឆាប់ចាប់ពីពេលនឹងឯងកុំទុកថ្ងៃក្រោយត្រូវគិតឲ្យវែងថាការស្លាប់នឹងឯងអត់ទៀងអញ្ចឹងសមាទានសិលទី1ការពារអាយុមិនទៀងទី2ចង់ធ្វើទានឲ្យបានផលច្រើនគេថាទាននឹងសិលទុកដូចជាផែនដីគុណធម៌ដតិទុកដូចជាពូជញោមដាំដើមឈើមុននឹងដាំដើមឈើជ្រោយដីដាក់ជីយ៉ាងណាមិញមុននឹងធ្វើទាននឹងឯងគេជ្រោយដីដាក់ជីពីព្រោះគេជ្រោយដីគឺផែនដីគឺសិលគេសមាទានសិលឲ្យស្អាតទៅបានគេធ្វើទានទៅឲ្យបានផលច្រើនណាចេះនៅទី3បើយើងអត់សិលឪពុកម្ដាយគាត់មិនត្រេកអរទេបើមិនត្រេកអរអត់ទទួលបានអញ្ចឹងតើគាត់ត្រេកអរហេតុនឹងហើយបានជាមុននឹងវេគេតែងទៅសមាទានសិលមុននឹងឧទ្ទិសគេឲ្យសមាទានសិលមុននឹងបាំងស្គលគេឲ្យសមាទានសិលមុននឹងចម្រើនព្រះបរិត្តគេឲ្យសមាទានសិលពីមុននឹងវាអញ្ចឹងកូនចៅចូលមកសមាទានសិលហើយខិតឲ្យចិត្តមកប្រសងទៅប្រហែលជាមហាត់មជ្ឈមាមហ្នឹងលើកប្រគិនខ្លួនឯងលើកប្រគិនរួចស្រេចហើយទៅឧទ្ទិសខ្លួនឯងញោមណាឧទ្ទិសខ្លួនឯងចប់ទៅឯគាត់នោះអង្គទី3គេហៅថាអត្តនោអនុមោទនីអ្នកដែលស្លាប់ទៅនឹងឯងមកទទួលអនុមោទនាខ្លួនឯងអាហ្នឹងបានណាហើយបើគាត់មិនបានមកទទួលទេយើងសូត្រប្តឹងទៀតយ៉ាងកញ្ញអ៊ីមីនីយាទេវតាប្តឹងដល់ទេវតាព្រៃទឹកតិជាតិទឹកហ្នឹងឲ្យទៅជួយប្រាប់ឪពុកម្ដាយឲ្យមកទទួលហើយដល់អញ្ចឹងទៅយើងអាងអញ្ចឹងឲ្យទេវតាអនុមោទនាបុណ្យឲ្យទៅប្រាប់ហើយដល់ប្រាប់ទៅបានទទួលពិតប្រាកដហើយព្រះអង្គសម្ដែងទុកនៅក្នុងយ៉ាងកញ្ចារមណាំងថាបើធ្វើកិច្ចអាណានីមួយប្រពមានមេត្តាបិតាជាអារម្មណ៍ជាបឋមឲ្យគោរពដល់ទេវតាជាស្ដេចនៃចក្រឡោកបាទាំង4នឹងផងពីព្រោះទេវតាមានប្រយោជន៍អញ្ចឹងយើងនឹងមិនដឹងថាឪពុកម្ដាយយើងនៅឯណាទេអញ្ចឹងមានតែប្តឹងតាមទេវតាឲ្យគាត់ទៅជួយប្រាប់ទៅជួយហើយអានឹងបានផលណែតែកណានុប្រទានគេធ្វើប៉ុណ្ណឹងឯងណាអង្គម្ចាស់បើខ្ញុំកណាឆ្លើយវែងពេកកាត់កវត្តចោលខ្លះទៅហើយបើឆ្លើយមិនតាន់គ្រប់ទេមេតាចាក់ប្រគ្រប់បំពេញឲ្យកំពុងញាត់ឲ្យណែនមកណាអង្គម្ចាស់សូមនិមន្តជ្រាបហើយអនុថែអូនឆ្លាតណាស់បណ្ដោះស្រាយរាយសេចក្តីឃើញថាមានអត្តន័យចំពោះមនុស្សសត្វតនិកគ្រប់ទាំងអស់ដែលនៅក្នុងសកលពិភពមនុស្សនេះសុទ្ធតែមានខាងចំនៃជីវិតពលគឺសេចក្តីស្លាប់ហើយស្លាប់នេះអត់ទៀងទេញាតិញោមពុទ្ធបរិស័ទមិនទៀងនឹងគឺមិនដឹងថាថ្ងៃណាទេរឿងការស្លាប់វាទៀងតែនឹងស្លាប់ប៉ុន្តែយើងកំណត់ថ្ងៃមិនបានថាចាំថ្ងៃនេះមួយថ្ងៃនោះមួយក៏មិនបានព្រោះ10ឆ្នាំក៏មានស្លាប់20ឆ្នាំក៏មានស្លាប់30ឆ្នាំក៏មានស្លាប់ព្រោះជីវិតនឹងវាមិនទៀងបានជាយើងត្រូវធ្វើបុណ្យហើយកាលណាបើមានស្លាប់ហើយយើងតែងតែធ្វើបុណ្យតេខេណានុប្រទានដើម្បីឲ្យទិកុសលផលបុណ្យនេះជូនដល់អ្នកដែលបានស្លាប់ទៅឥឡូវសួរអនុថែថាអ្វីទៅជាការឧទ្ទិសអនុថែសូមវិសាចនាការឧទ្ទិសកម្មវិធីធ្វើបុណ្យនឹងឯងគឺជាការឧទ្ទិសការដែលមនុស្សអ្នកធ្វើបុណ្យនឹងគេប្រព្រឹត្តគេធ្វើនឹងឲ្យជាការឧទ្ទិសណាអង្គម្ចាស់សូមជ្រាបសាធុកម្មវិធីដែលគេធ្វើឲ្យគេប្រព្រឹត្តនឹងឲ្យគឺឧទ្ទិសដើម្បីធ្វើប្រព្រឹត្តនឹងឧទ្ទិសឲ្យបានដល់ត្រូវប្រកបដោយអង្គប្រមាណយ៉ាងនោះថែសូមវិសាចនាហន្តេថេរៈសំណួរប្រគុណម្ចាស់ក្រែងលោកយាយថាពិបាកស្ដាប់អ្វីទៅជាការឧទ្ទិសជានាមឧទ្ទិសជាកិរិយាដល់ដាក់ថាការឧទ្ទិសជានាមអ្វីទៅជាការឧទ្ទិសការឧទ្ទិសជាពាក្យមួយគឺជាពាក្យខ្មែរមួយមានន័យថាគេធ្វើបុណ្យហើយនឹងឯងគេបញ្ជូនទៅហើយដល់គេបញ្ជូនពិធីរបៀបម៉េចគេដាក់ថាការឧទ្ទិសប៉ុន្តែខ្ញុំកណាចង់ប្រគេនដល់ប្រគុណម្ចាស់ហើយចេះឧទ្ទិសហ្នឹងបើតាមខ្ញុំកណាធ្លាប់ឃើញទៅឧទ្ទិសហ្នឹងគឺគេធ្វើមាត់ជីបអូចណាអង្គម្ចាស់សូមជ្រាបការឧទ្ទិសហ្នឹងគឺធ្វើមាត់ជីបអូចតើធ្វើមាត់ជីបអូចហ្នឹងមានប្រមាណអនុថែសូមវិសាចនាបើតាមធ្លាប់មើល
ទៅជីបអោចមាន2យ៉ាងណាអង្គម្ចាស់សូមនិមន្តទទួល សាធុពីរយ៉ាងនឹងអ្វីខ្លះនោះថែសូមនិមន្តបកស្រាយ ជីបអោចមានន័យមួយជីបអោចអត់ន័យមួយសូមទានជ្រាប ជីបអោចមានន័យថាម៉េចហើយអត់ន័យថាម៉េចសូមទានឆ្លើយ អីក៏តែដាញ់សួរតែហ្មងជីបអោចមានន័យចាញាតិញោមជាពុទ្ធបរិស័ទខ្ញុំកណាដល់លឺចឹងវាចេះនឹកឃើញទៅទេញោមណាពីព្រោះមើលឃើញពុទ្ធបរិស័ទអាចារ្យថាទៅលបមើលមាត់គាត់ធ្វើមាត់អ៊ិចអោចតាមពិតទៅពាក្យថាជីបអោចមានន័យចង់និយាយថាខ្សឹបនឹងឧទ្ទិសជូនដល់ឪពុកដល់ម្ដាយអើយម៉ែអើយឪអើយបើម៉ែឯងនៅរស់ឃើញកូនធ្វើអំពើល្អចឹងមិនដឹងម៉ែឯងសប្បាយចិត្តប៉ុណ្ណាទេបើម៉ែឯងឃើញកូនធ្វើបន់ចឹងមិនដឹងម៉ែឯងសប្បាយចិត្តប៉ុណ្ណាទេឥឡូវហ្នឹងម៉ែអើយកាលពីម៉ែឯងនៅរស់កូនវាក្រវាតោកយ៉ាវាលំបាកឥឡូវម៉ែឯងស្ដាប់ទៅបាត់ហើយបានកូនមានការងារមានមុខមាត់បានទ្រព្យសម្បត្តិធ្វើបន់ឥឡូវម៉ែឯងនៅឯណាឪឯងនៅឯណាមកទទួលយកផលបន់ទៅណាម៉ែណាឪណាអាហ្នឹងខ្សឹបខ្ទាវអញ្ចឹងជីដូនជីតាម៉ាកងតាទួតតាលួតតាលៀ7សណ្ដានខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរបាក់បែកចែកឋានទៅមិនដឹងថានៅឯណានោះឲ្យគាត់មកទទួលហើយគាត់ហៅគ្នាគាត់មកផងទាំងតាទួតតាលួតតាលៀទាំងអស់នោះហៅមកអញ្ចឹងគេយើងខ្សឹបខ្ទាវក្នុងចិត្តហ្នឹងគេហៅថាជីបអោចមានន័យហើយអាជីបអោចមានជីបអោចមួយទៀតហ្នឹងជីបអោចអត់ន័យដូចយាយតាខ្លះគាត់មិនពេញចិត្តជាមួយយាយណាអញ្ចឹងទៅគាត់ខ្សឹបខ្ទាវខ្សឹបជេរគេយាយហ្នឹងខូចទេយាយហ្នឹងមកគ្មានបានកាយទេអីអោចតានោះខូចដែរបានតែកេងបានតែកឹបបានតែហូបឯអាការងារឯងហត់សងប់មិនមកជួយបានតែមកហូបអីចឹងទៅជួនកាលអោចលុកទេស្មានបានព្រមជាប់សោះដល់យូរពេកទៅងាកមើលមកងាកមើលដល់កាយឡើងទៅផ្ទះបាត់ឥឡូវហើយដល់អញ្ចឹងទៅជួនកាលចេះជីបអោចដែរមាត់ហ្នឹងជួនកាលចុកជើងសងមកប៉ុណ្ណោះដូចជាមិនដឹងមិនទាន់ហ៊ានឡើងឬក៏សំខាន់ផុតនិយាយដើមគេយាយនេះខូចចេះតានោះខូចចោអាហ្នឹងធ្វើមាត់អេចអោចដែរប៉ុន្តែអត់ន័យប្រហែលទេញោមណាន័យខាងអាក្រក់មិនបាច់រាប់ទេហើយអញ្ចឹងជីបអោចមាន2យ៉ាងហ្នឹងប្រគុណម្ចាស់សូមនិមន្តជ្រាបជ្រាបហើយអនុថែបកមកសំណួរខាងក្រោយវិញដើម្បីឲ្យឧទ្ទិសកុសលផលបុណ្យនេះជូនដល់អ្នកដែលបានស្លាប់ទៅនឹងត្រូវប្រកបដោយអង្គប្រមាណយ៉ាងដែរអនុថែសូមវិសាចនីចតារោផន្តិ4យ៉ាងណាអង្គម្ចាស់សូមជ្រាប4យ៉ាងអ្វីខ្លះអនុថែសូមឆ្លើយគិតទៅសួររហូតមែនញោមណោះអាត្មាធ្លាប់ឃើញទេសនាជាមួយលោកអង្គដតីខ្លះលោកមានការហៅថាចប់ពីមួយសំណួរទៅលោកមានការជួយខ្លះជួយផ្សេងពីនឹងអីបន្ថែមបន្ថយមួយម៉ាត់ពីរអីទៅធ្វើឲ្យអ្នកឆ្លើយនឹងមានកម្លាំងដែរប៉ុន្តែប្រគុណម្ចាស់ហ្នឹងអនុថែសូមឆ្លើយទៅរហូតចឹងអាត្មាមិនសូវហ៊ានប្រកែកប្រមាណទេញោមពីព្រោះចាញ់មៀតចាញ់គីឡូគេផងប៉ុន្តែប្រគុណម្ចាស់មើលឲ្យច្បាស់ទៅភ្លើងទៀនខាងកណាចិត្តអស់ហើយបានន័យថាខ្ញុំកណាត្រូវទៅជាប់មុនហើយអត់ក្រោយមែនប៉ុន្តែអញ្ចឹងចេះមុនអញ្ចឹងលឿនឥឡូវប្រគុណម្ចាស់ឧទ្ទិសមាន4យ៉ាងញោមទី1គេហៅថាដើម្បីឧទ្ទិសផលបានញោមជួយចាំទាំងអស់គ្នាប្រកបទៅដោយធម៌4ទី1គេហៅថាឲ្យយើងនឹងទេសចរតាធ្វើកាយវិចារចិត្តឲ្យស្អាតបរិសុទ្ធបានន័យថាឲ្យយើងសមាទានសិលធ្វើចិត្តឲ្យល្អកុំឲ្យធ្វើបន់ឧទ្ទិសឲ្យម៉ែបដាឆ្លោះគ្នាបងប្អូនបដាប្រកែកប្រណាំងគ្នាត្រង់អាខ្លះមកអាខ្លះមិនមកអាខ្លះចេញលុយតិចអាខ្លះចេញលុយច្រើនអាខ្លះមកជួយធ្វើអាខ្លះមិនមកជួយអាខ្លះមកដែរមកអង្គុយតែប្រាជ្ញគ្នាឲ្យទៅល្អូទៅតំធ្វើទាំងខឹងអានឹងមិនល្អទេអញ្ចឹងធ្វើចិត្តឲ្យវាស្អាតអ្នកណាជួយក៏មិនជួយអីក៏កុំទៅបាច់ប្រចាំកុំទៅបាច់ចំណែនធ្វើឲ្យឪពុកឲ្យម្ដាយអ្នកណាធ្វើនៅក្នុងបានអ្នកណាមកធ្វើក៏អត់ទៅអញ្ចឹងទី1ធ្វើចិត្តឯទី2មាននឹកដល់ឪពុកដល់ម្ដាយធ្វើទៅនឹកដល់ឪពុកដល់ម្ដាយថាឪពុកម្ដាយនឹងគាត់ទៅនៅឯណាគាត់ស្លាប់ទៅឈ្មោះអីដល់តែនឹកឃើញអញ្ចឹងហើយទី3នឹកដល់គាត់គ្រាន់តែនឹកទៅទេគេហៅថាដឹងតគុណដឹងអត់មានដងកាប់អីមិនទាន់កើតតោះតែដឹងមានដងហើយអញ្ចឹងបើដឹងគុណគាត់ហើយត្រូវទៅរកទេយវត្ថុមកហើយចង់ឲ្យគាត់ហូបបាយរកបាយមកចង់ឲ្យគាត់ហូបនំបញ្ចុករកនំបញ្ចុកមកបើចង់ឲ្យគាត់ហូបបាញ់ឆៅរកបាញ់ឆៅមកមិនអញ្ចឹងខ្ញុំណាចង់ឲ្យគាត់បានសពុតខោអាវរកសពុតខោអាវមកហ្នឹងអង្គ3ដល់តែអង្គទី4បានមកហើយមិនមែនឧទ្ទិសទៅភ្លាមបានតែមកទេតោះតែប្រគេនសិនជូនសិនប្រគេនទៅពិខុនប្រគុណម្ចាស់ភិក្ខុសង្ឃប្រគេនឲ្យផុតសិនជូនទៅយាយតាជូនឲ្យផុតសិនណែបានធម៌4ហ្នឹងបានឧទ្ទិសទៅបានបើមិនទាន់ឆ្លងកាត់ធម៌4ហ្នឹងទេឧទ្ទិសទៅអត់ទាន់បានទេណាអង្គម្ចាស់ព្រះគ្រូត្បូងថ្មបប៉ៃលិនសូមនិមន្តជ្រាបជ្រាបហើយអនុថែប្អូនឃើញថាត្អូនត្អែតាក់ទងនឹងមហាថែចេះតែសួរតែមហាថែមានតួនាទីភរៈភ្នាក់ងារផ្នែកកាយខាងសួរឥឡូវសួរទៀតដែរអនុថែប៉ុន្តែអនុថែបកែដោះស្រាយណាស់បានជាមហាថែចេះតែបកែសួរអនុថែប្អូនដោះស្រាយពីមួយសំណួរទៅមួយសំណួរនឹងរឹតតែពីរោះរឹតតែមានន័យតាក់ទងទៅនឹងការឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកស្លាប់ខ្ញុំកណាឆ្ងល់ថាញាតិញោមខ្លះគាត់ស្លាប់យូរឆ្នាំមកហើយធាតុអីមិនដឹងនៅណាទេ
ធាតនឹងអថេធាតគឺធាតឆ្អឹងក៏មិនដឹងនៅណាជួនកាលនឹងគាត់ស្លាប់នៅខេត្តព្រៃវែងយើងធ្វើបុណ្យឧទ្ទិសកុសលនៅខេត្តបាត់ដំបងតើយើងធ្វើបុណ្យឧទ្ទិសហ្នឹងឧទ្ទិសមិនដល់បើឆ្ងាយម្លឹងនៅថែសូមវិសាចនី សំណួរហ្នឹងឮជាលើកទី2កាលមុនមានគេសួរអញ្ចឹងដែរគេថាពុកម្ដាយគេស្លាប់នៅខេត្តពោធិ៍សាត់តោះសម័យសង្គ្រាមហើយដល់ឲ្យទៅរកធាតុរកវាមិនឃើញហើយដល់រកមិនឃើញកាប់ដីដាក់មកកោតយកមករំងទៅធ្វើបុណ្យនៅគៀនស្វាយហើយសួរអាត្មាថាបានដល់គាត់ដែរអត់បើរកឆ្អឹងរកធាតុមិនឃើញផងហើយម្ដាយឪពុកខ្លះមិនដឹងថាស្លាប់នៅឯណាទៀតបាត់ខ្លួនតាំងពីសម័យសង្គ្រាមអីចឹងហើយកូនចៅធ្វើហ្នឹងបានបុណ្យដល់គាត់ដែរអត់នេះមួយខ្ញុំណាមួយទៀតម្ដាយស្លាប់នៅព្រៃវែងមកធ្វើឲ្យបាត់ដំបងម្ដាយស្លាប់ឲ្យបាត់ដំបងធ្វើឲ្យកំពង់ចាមអ្នកស្លាប់នៅឯអាមេរិកមកធ្វើឲ្យស្រុកខ្មែរអញ្ចឹងហើយបានបុណ្យដល់ដែរអត់ថារឿងបុណ្យរឿងកុសលនេះមិនមែនគិតទៅលើធាតុទេហើយក៏គេមិនមែនគិតទៅលើឆ្អឹងដែរហើយក៏មិនមែនគិតទៅលើចម្ងាយដែរគេគិតទៅតាមធម៌ដែលសម្ដែងខាងដើមមិញហ្នឹងឯងតែកិច្ច2ហេតុ3នឹងត្រឹមត្រូវគឺទទួលបានហើយពីព្រោះយើងមិនមែនធ្វើបុណ្យឧទ្ទិសទៅឲ្យឆ្អឹងនោះទេមិនមែនធ្វើបុណ្យឧទ្ទិសទៅឲ្យធាតុនោះទេគឺឧទ្ទិសទៅដល់អាកំណើតថ្មីរបស់គាត់គាត់ស្លាប់ទៅគាត់ចោលឆ្អឹងនៅកន្លែងហ្នឹងប៉ុន្តែនៅសល់2តួបុណ្យនិងតួបាបហ្នឹងទៅកើតជាវិញ្ញាណថ្មីបដិសន្ធិកើតជាកំណើតថ្មីមួយទៀតឯណោះអញ្ចឹងយើងឧទ្ទិសទៅឲ្យកំណើតថ្មីឯណោះទេមិនឧទ្ទិសមកឲ្យឆ្អឹងហ្នឹងទេអញ្ចឹងបានខ្ញុំណារួចត្រង់ឆ្ងាយត្រង់ចិត្តដែលយើងមិនដឹងហ្នឹងហើយបានគេឲ្យធ្វើតេខេណានុបទានឧទ្ទិសទៅហ្នឹងបើយើងមើលមិនឃើញមិនដឹងទេពឹងទេផ្ដាឲ្យជួយនាំអញ្ចឹងទៅណាអង្គម្ចាស់អញ្ចឹងទោះជាធាតុនៅឯណាក៏ដោយស្លាប់នៅឯណាក៏ដោយឲ្យតែយើងធ្វើត្រឹមត្រូវគឺត្រូវតែបានហើយសូមនិមន្តជ្រាប ជរាបកឡោសេឆ្លាតណាស់អនុថែបើបន្ទុបាន10ខ្ញុំកណាប្រគិន10ពេញតែម្ដងអស់ចាណាស់ញាតិញោមពុទ្ធបរិស័ទការធ្វើបុណ្យឧទ្ទិសកុសលមិនមែនឧទ្ទិសឲ្យឆ្អឹងមិនមែនឧទ្ទិសគិតពីចម្ងាយទេគឺឧទ្ទិសឲ្យកំណើតថ្មីរបស់គាត់នឹងបានទទួលនៅសុគតិភពឧទាហរណ៍ដូចជាមានរឿងនៅក្នុងចំនួនពុទ្ធសាសនាកាលដែលព្រះអង្គគង់នៅនោះមានស្ត្រីប្តីប្រពន្ធ2នាក់ហ្នឹងគាត់នឹងគិតតែធ្វើបុណ្យទេញាតិញោមពុទ្ធបរិស័ទប៉ុន្តែរៀបស្លាប់ហ្នឹងក៏មានចិត្តនឹករលឹកចំពោះកូនចំពាក់វគ្គវិនរឿងចៅស្លាប់ទៅកើតកំណើតទៅជាប្រែទៅញោមដល់កើតកំណើតទៅជាប្រែទៅស្រាប់តែកូនចៅនឹងនាំគ្នាទួញយំសោកអឡោះអាល័យស្ដាយសំណោះឪពុកម្ដាយនឹងជាពុនពេកអស់ចិត្តអស់ចង់ដល់ថ្ងៃទី7ហ្នឹងរៀបយកសពនឹងទៅចោលក្នុងព្រៃស្មោសានសម័យនោះគេមិនបានបូជាទេដល់ថ្ងៃទី7បានមកធ្វើបុណ្យឧទ្ទិសកុសលហ្នឹងមិនមែនឧទ្ទិសឲ្យឆ្អឹងឯណាញាតិញោមគឺឧទ្ទិសដើម្បីឲ្យគាត់មកទទួលអនុមោទនាហើយទៅចាប់កំណើតថ្មីហ្នឹងគ្រាន់តែធ្វើបុណ្យត្រឹមត្រង់តាមលំអានពុទ្ធសាសនានិមន្តព្រះសង្ឃមកទទួលទានឧទ្ទិសកុសលជូនដល់មេដាបិតាដែលបានស្លាប់ទៅមេដាបិតាដែលស្លាប់ទៅក៏បានទៅចាប់កំណើតកើតថ្មីនៅឋានតាវតੰឋានទួជាន់ទី2រហូតដល់សប្តាហ៍ថ្ងៃហ្នឹងទៅនេះអំណាចនៃការឧទ្ទិសត្រូវញាតិញោមអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់សុទ្ធតែមានសាច់ញាតិសន្តានហើយទោះបីជាចាំឈ្មោះក្តីមិនចាំឈ្មោះក្តីចេះតែឧទ្ទិសប៉ុន្តែអាត្មាសូមរំលឹកញោមអ្នកមានគុណរបស់យើងមិនគួរភ្លេចឈ្មោះទេតាទូតតាលួតតាលាអីចេះតែកត់ទាំងអស់បើចាំកត់នៅក្នុងសភៅមួយតែសភៅក្រាំងមាសចុះសភៅសម្រាប់ធ្វើបុណ្យនិយាយពីរឿងទេវតាថែរក្សាឆ្នាំថ្មីឆ្នាំនេះពនាមតមន្តាទេវីជាបុត្រីទី4នៃកបិលមហាព្រំហ្នឹងទេវតាហ្នឹងមានបញ្ជីក្រាំងមាសសម្រាប់កត់ញាតិញោមពុទ្ធបរិស័ទណាដែលធ្វើបុណ្យកត់ដាក់ក្នុងបញ្ជីក្រាំងមាសហើយតែញាតិញោមធ្វើបាបមានគេកត់ដែរប៉ុន្តែមិនមែនទេវតាទេយមរាជគេកត់ដាក់ក្នុងបញ្ជីស្បែកឆ្កែអញ្ចឹងអ្នកធ្វើបាបហ្នឹងចូលក្នុងបញ្ជីស្បែកឆ្កែអ្នកធ្វើបុណ្យចូលក្នុងបញ្ជីក្រាំងមាសនិងស្បែកឆ្កែញាតិញោមពេញចិត្តមួយណាយកមួយហ្នឹងប៉ុន្តែសង្ឃឹមថាញាតិញោមពេញចិត្តក្រាំងមាសហើយបានជាអញ្ជើញមកធ្វើបុណ្យអនុថែប្អូនឥឡូវមហាថែបងសួរតែ2 3សំណួរទៀតចប់ហើយព្រោះពេលវេលាជិត1ម៉ោងកន្លះទៅហើយសួរម្ដងនេះប្រហែលជាទាល់បាសជើងសួរបាសជើងម្ដងនេះអនុថែខ្ញុំកណាសួរពីរឿងបុគ្គលដែលគួរបូជាព្រោះយើងកាលណាបើធ្វើបុណ្យធ្វើទានទៅតែងតែបូជាដល់អ្នកដែលបានទទួលនឹងតើបុគ្គលដែលគួរទទួលគួរបូជាក្នុងការទៅនឹងមានប្រមាណយ៉ាងនោះថាអ្វីខ្លះសូមវិសាចនី